កេននាយកសៀវតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនសៀវគ្រប់បានធ្លាក់ចុះក្រោម 18% ហើយបើវានៅតែធ្លាក់ចុះពីបន្ទុកទៀតវានឹងឈានដល់បាត់ហើយគ្រប់គ្នានៅទីនេះសត្វតែជាបុគ្គលិករបស់ក្រុមហ៊ុនសៀវរបស់ខ្ញុំចំណាយពាក់កណ្ដាលទានមកពីធនាគារវិនិយោគធំធំពេលនេះភាគហ៊ុនរបស់ក្រុមហ៊ុនសៀវគ្រប់របស់ខ្ញុំចិត្តដល់ពេលកំណត់ហើយវាធ្លាក់ដល់ 19% ទៅហើយក្រុមហ៊ុននឹងឈប់ការរលំទៅហើយលោកសៀវលោកខំយ៉ាងណាក៏ទៅមិនរួចដែរគ្រួសារធំទាំង4អំពាត់យើងប៉ុន្តែខ្ញុំមិនអាចធ្វើអ្វីទាំងអស់សន្ទុកផងមិនចាំដល់ពេលយើងប្រជុំចប់សិនទៅអាគារនេះចិត្តរត់រលំហើយប៉ុន្តែអគ្គនាយកសៀវនៅតែអាចរក្សាបានជំហរជួបគ្នានេះបានទៀតមិនខុសទេព្រោះចំណាយពេលតែ8ឆ្នាំអាចដឹកនាំគ្រួសារសៀវនៅហៃជើឲ្យខ្លាយជាគ្រួសារចំនួនដែលវិធរបំផុតជាងគេនៅទីក្រុងហៃជើហើយការប្រឈមមុខនឹងវិបត្តិចំនួននេះសៀវហើយឈុនបានត្រឹមតែទទួលយកជោគវាសនាភាពរហ័សអញជាអ្នកអនាម័យសោះមិនក៏ហ៊ានមកនិយាយស្អីឲ្យកត់ទុំនៅទីនេះម្ល៉េះជំនួយការចាំខ្ញុំសុំខ្ចីកុំព្យូទ័រប្រាំបន្តិចណាអីក៏ថ្លាមធំម្លេះហ៊ានប្រាស្រ័យអំណាចរបស់ខ្ញុំដើម្បីសាររើមូលនិធិដល់ទ្របលៀននេះស្អីគេឆាប់ហៅសិនសុកចាប់អូស្រីទៀតទៅឈប់សិនគ្រប់គ្នាមើលទៅនេះចាប់ដើមឡើងវិញហើយបន្តមកទៀតខ្ញុំនិយាយអ្នកនេះធ្វើទេត្រង់នេះចុចទេអគ្គនាយកសៀវតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនយើងបានត្រឡប់មកវិញហើយគឺតម្លៃដែលយើងដាក់សម្ផុតនៅថ្ងៃនេះពួកយើងរក្សាបានហើយអគ្គនាយកសៀវនាងខ្ញុំសាល់អស់ពី3ទៀតត្រូវដោះសម្អាតខ្ញុំសុំទៅមុនហើយអគ្គនាយកសៀវសាល់ពេល40នាទីទៀតតម្រុំតែផ្សារភាគហ៊ុនបិទបាក់អភូតហេតុអីកាត់ឡើងខ្ញុំសូមឲ្យលោកអគ្គនាយកសៀវជួយគាំទ្រខ្លះដល់គ្រួសារអ៊ីនៅហៃចៃនេះនិងប្រកបគម្រោងសាងសង់មួយចំនួនដល់គ្រួសារអ៊ីផងចុះគ្រួសារអ៊ីតើនាងជាអ្នកណាទៅមិនស្មានថាក្រុមហ៊ុនសៀវយើងមិនត្រឹមតែមិនខ្សែធនទេនៅរកបានដល់រាប់លានទៀតបានហើយនាងចាំតាក់ទងទៅក្រុមហ៊ុនអ៊ីហើយការសាងសង់គម្រោងទី9ប្រគល់ឲ្យពួកគេទាំងអស់ទៅគម្រោងទី9អគ្គនាយកសៀវប៉ុន្តែនោះគឺជាគម្រោង20,000លានឯណោះអ្នកអនាម័យមុននេះគ្រាន់តែចង់ស្នើសុំឲ្យលោកផ្ដល់ការគាំទ្របន្តិចបន្តួចប៉ុណ្ណោះចាំប្រកបគម្រោងណាតូចតាចឲ្យទៅគ្រួសារអ៊ីទៅក៏បានដែរយ៉ាងណាមិញពួកគេគ្រាន់តែជាគ្រួសារតូចលំដាប់ទី2នៅហៃជើយើងតែធ្វើតាមអ្វីខ្ញុំប្រាប់ទៅចាខ្ញុំនឹងប្រញាប់ទៅចាត់ការភ្លាមត្រូវហើយទៅស៊ើបមើលអត្តសញ្ញាណអ្នកអនាម័យនោះផងនាងអាចស្ដារវិបត្តិនេះមកវិញបានអញ្ចឹងមានន័យថាការធ្វើជំនួយរបស់នាងលើកពីសៀវឲ្យឈន់ខ្ញុំទៅទៀតចាអ្នកនាងធំនេះគ្រប់កំណត់3ឆ្នាំហើយសូមអបអរអ្នកនាងត្រឡប់ទៅកាន់មុខជំនួយរបស់គ្រួសារលូវិញពូជ័យថ្ងៃនេះជាថ្ងៃខួបរបស់អាចារ្យពូគោរពក្បួនមករកខ្ញុំហើយអីនៅមានគ្នាច្រើនទៀតអ្នកនាងធំគ្រួសារអ៊ីប្រហែលឆ្នាំនេះគឺក្រោមការជួយជ្រោមជ្រែងពីអ្នកនាងដោយសម្ងាត់រហូតតាំងពីគ្រួសារគ្មានឋានៈមុខមាត់អ្វីខ្លាចជាគ្រួសារជួលលំដាប់នឹងគីស្វាមីរបស់អ្នកនាងអ៊ីជើអាចគ្រប់គ្រងក្រុមហ៊ុនអ៊ីបានហើយអ្នកនាងគួរតែត្រឡប់ទៅគ្រួសារលូវិញហើយនឹងក៏ព្រោះតែអាជីពទៅចុះកាន់កាប់ក្រុមហ៊ុនអ៊ីគឺគេក៏មិនទាន់រឹងមាំអញ្ចឹងខ្ញុំទៅនៅក្បែរខ្លួនគេទៅត្រូវពួកទៅបញ្ចាខ្ញុំក៏ត្រូវទៅវិញដែរអ្នកនាងធំខ្ញុំអើយគ្រួសារលូលំដាប់ទី1ជួរមុខនៅប្រទេសយើងនេះក្នុងនាមអ្នកនាងជាអ្នកនាងធំគ្រួសារលូគឺដូចជាស្ដេចស្រីក្នុងពិភពលោកយ៉ាងអញ្ចឹងសមាជិករបស់អ្នកនាងគួរតែបង្ហាញនៅលើឆាកមុខជំនួយឲ្យគេស្គាល់គ្រប់ទិសទីអ្នកនាងសុខចិត្តជាស្រីមេផ្ទះលំដាប់រងទី2នឹងមែនទេសមាជិកមុខតំណែងអំណាចទ្រព្យសម្បត្តិគឺជាអ្វីដែលខ្ញុំមិនដែលរំលឹកចង់បានអីបន្តិចសោះខ្ញុំគ្រាន់តែចង់នៅជាមួយអាជីពបែបសាមញ្ញប៉ុណ្ណោះខ្ញុំត្រូវតែផ្ទះធ្វើម្ហូបឲ្យពូប្រញាប់ទៅវិញចាស់ខ្ញុំមិនចង់និយាយជាលើកទី3ណាហើយចុះអ្នកនាងខ្ញុំគោរពតាមការសម្រេចចិត្តអ្នកនាងប៉ុន្តែខ្ញុំទទួលដំណឹងថាគ្រួសារសៀវបានបោះទុនទៅឲ្យគ្រួសារអ៊ីតាមដែលអ្នកនាងរៀបចំនោះហើយអញ្ចឹងខ្ញុំត្រូវតែរៀបចំកាដូឲ្យអាជីសិនអញ្ចឹងបើអ្នកនាងមានការអ្វីអ្នកនាងអាចតាក់ទងមកខ្ញុំចុះអញ្ចឹងខ្ញុំលាហើយឆាប់ទៅអាចារ្យបងមកវិញហើយថ្ងៃនេះជាថ្ងៃកំណត់បងអូនបានទិញនំខេកឲ្យបងណាអីឈិងនាងចង់ធ្វើអីហ្នឹងលូលីអ៊ីងនាងមកចំពេលហើយបងខ្ញុំចង់និយាយជាមួយនាងមានរឿងអីទេពួកយើងលេងគ្នាទៅលេងនេះ
ជើបងក៏មិនលែងសាច់ជាមួយអូនពួកយើងឆាប់ទៅវិញ គឺបងធ្វើពិតមែនពួកយើងចង់គ្នាទៅស៊ីញ៉េទៅ ហេតុអីលោកលីអ៊ីងបងប្រុសខ្ញុំខំប្រឹងអស់រយៈពេល3ឆ្នាំហើយកម្របានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសៀវបានតម្លៃកម្រមានណាស់ហើយនាងវិញគ្រាន់តែចាក់ដាក់បាយបោកក៏អាវនាងគិតថាពេលនេះនាងនៅសំជាមួយបងខ្ញុំទៀតដែរទេបាត់មកនាងទេខ្ញុំចង់ស្ដាប់បងនិយាយ និយាយអីមានអីត្រូវនិយាយគ្នាទៀតទៅពួកយើងមនុស្សផ្សេងគ្នាហើយយើងជប់ដើរតាមតោងទៀតជុំទៀតទៅយល់ទេខ្ញុំមិនត្រូវការមនុស្សស្រីដែលចេះដាំស្លបោកគក់នោះទេខ្ញុំត្រូវការមនុស្សស្រីអាចកំដរខ្ញុំនិងធ្វើការជាមួយគ្នាបានហើយថែមទាំងអាចឲ្យមកជំនួយរបស់ខ្ញុំរីកចម្រើនដុះដាលលូតលាស់ដូចផ្សិត អូនមិនអាចធ្វើការជាមួយបងទេណា3ឆ្នាំហើយ3ឆ្នាំមុនពេលដែលបងគ្មានអីសោះគឺបងធ្លាក់ដល់ចំណុចសូន្យគឺអូនតែម្នាក់គាត់ដែលនៅក្បែរបងជានិច្ចជួយរៀបចំកម្រងផែនការឲ្យបងថារវល់ធ្វើការអូនក៏បោកក៏អាយធ្វើអាហារឲ្យបងយ៉ាង3ឆ្នាំមុនគ្រួសារអីរបស់បងគឺជាគ្រួសារដែលគ្មានមុខមាត់ឋានៈអ្វីទាំងអស់តែពេលនេះគ្រាន់តែបានចូលក្នុងលំដាប់អ្នកមាននៅហើយជើងហើយបងក៏តតអូនចោលមែនទេនាងគិតថាខ្លួនឯងជាស្អីនៃរបស់នាងចង់ថាការដែលបងប្រុសខ្ញុំអាចឈរដល់សប្តាហ៍ថ្ងៃនឹងបានគឺដោយសារតែក្រេឌីតនាងមែនទេសាច់ងាប់ឲ្យខ្ញុំរឿងដែលនាងធ្វើបានអាចទៅរកមេផ្ទះម្នាក់មកជំនួសក៏បានដែរក្រេឌីត 3 ឆ្នាំមុនគ្រួសារអីខ្ញុំមានមុខមាត់ក្នុងសង្គមបាត់ទៅហើយតែនាងទៅវិញទេដែលខ្ញុំមិនអាចទទួលយកបានជាមនុស្សស្រីដែលមានធំក្លិនផ្សែងផ្ទះបាយក្លិនមកហូបជាប់ខ្លួននេះខ្ញុំឲ្យនាងមកធ្វើការក្រុមហ៊ុនខ្ញុំនាងមិនចង់ធ្វើទៀតខ្ញុំឲ្យនាងទៅក្រៅរកការងារធ្វើស្អីក៏មិនបានធ្វើដែរក្រៅពីធ្វើជាអ្នកអនាម័យនេះនាងដឹងអត់ថាសន្តិសុខនៅម្ដុំវិឡានេះឥឡូវគេមើលមកខ្ញុំយ៉ាងម៉េចទេខ្ញុំនៅជាមួយនាងមានតែធ្វើឲ្យខ្ញុំពិបាកទ្រូងបាក់មុខតែប៉ុណ្ណោះ 3 ឆ្នាំមកនេះនៅក្នុងកសែតភ្នែកគ្រួសារអ៊ីឡូខ្ញុំគ្រាន់តែជាស្រីបង្វត់ចង្ក្រានមិនជុំធំខ្លាំងតែផ្សែងតែប៉ុណ្ណោះមែនទេហើយចាអ្វីដែលបងប្រុសខ្ញុំនិយាយមិនត្រូវមែនតាំងពីដំបូងបើគាត់មិនត្រៀបការជាមួយស្រីអាក្រក់ដូចជានាងណាគ្រួសារអ៊ីយើងលេចតដែកតាំងពីយូរហើយអាចនឹងរីកស្គូស្គីជាងនេះទៀតផងអ្នកទាំងពីរនិយាយខុសហើយគ្រួសារអ៊ីពួកលោកដល់ដំណាក់កាលនេះដោយសារមានខ្ញុំចាំជួយគ្រួសារអ៊ីដល់តែ3ឆ្នាំមកនេះនាងនិយាយស្អីនាងដឹងថាខ្លួនឯងកំពុងនិយាយស្អីដែរទេខ្ញុំប្រាប់នាងទៅចុះគ្រួសារអ៊ីខ្ញុំមានមកដល់ថ្ងៃនេះគឺពឹងផ្អែកទៅលើសមត្ថភាពការខិតខំប្រឹងប្រែងរបស់ខ្ញុំទាំងអស់វាមានស្អីទៅជាប់ពាក់ព័ន្ធជាមួយនឹងលូលីអ៊ីងនាងទៅមានស្អីជាប់ពាក់ព័ន្ធនេះថ្ងៃនេះដែលលោកយកបានកិច្ចសន្យារាប់រយលានជាមួយក្រុមហ៊ុនស៊ីគ្រប់គឺខ្ញុំជាអ្នកឲ្យសៀវហើយឈွန်ប្រកុលវាឲ្យលោកថាមើលមានខ្ញុំពាក់ព័ន្ធជាមួយទេគួរឲ្យអត់សម្លាញ់ម្លេះលូអ៊ីងអើយនាងនៅមានកំណត់នឹងលុយរាប់រយលាននឹងកាត់ដែរហីនៅមកចាប់បន្លំយកក្រេឌីតអ្នកនាងហូទៀតនាងនេះពិតជាគួរឲ្យខ្មាស់និងអត់សម្លាញ់ខ្លាំងណាស់អ្នកនាងហូម្នាក់ណាទេគឺអ្នកដែលយើងសហការជាមួយនឹងក្រុមហ៊ុនសៀវបានជាកូនស្រីគ្រួសារលំដាប់សេដ្ឋីទី5នៅហើយចៅយើងនេះបើដើរទូជាស្ពានចម្លងខ្ញុំតែខ្ញុំមិននឹកស្មានថានាងនេះមិនចេះខ្មាស់ដណ្ដើមយកបុកបត់នៅនាងហ៊ូធ្វើជារបស់ខ្លួនឯងលូលីអ៊ីសាកសួរខ្លួនឯងខ្លះទៅមើលតើដឹងខ្លួនខ្លះអត់ខ្ញុំមិនចេះខ្មាស់ខ្ញុំមិនចេះដឹងខ្លួននាងសើចអីទៅខ្ញុំសាច់រឿងពួកលោកល្ងងគួរអាណិតពួកលោកប្រកាសជាត្រូវហូលីលៀននោះក៏ហាក់បោកប្រាស់ហើយស្រីល្ងងនោះគ្មានសម្បត្តិធ្វើអញ្ចឹងបានទេនាងពិតជាសាហាវខុសខើផងគួរឲ្យសម្លាញ់ណាស់លូលីងអ៊ីងនាងដឹងអត់អ្នកនាងហូគឺគេសម្លាញ់ឃើញបងប្រុសខ្ញុំបើសិនជាគ្រួសារអ៊ីខ្ញុំនិងគ្រួសារហូផ្សារភ្ជាប់នឹងគ្នានោះគ្រួសារអ៊ីយើងនឹងខ្ពស់កប់ពពកដល់ពេលនោះនាងជាស្អីទៅមកនាងលើកស្បែកជើងឲ្យអ្នកនាងហូក៏មិនសមខុសហើយគឺនាងទៅវិញតែដែលមិនសមនឹងស្បែកជើងខ្ញុំអ៊ីជើការប៉ັດលោកបានតាក់ទងគ្នាយូរហើយលោកក៏បានធ្វើឲ្យខ្ញុំច្បាស់ភ្នែកខ្លាំងមែនទែនចំណងជើងនេះលោកពិតជាចង់លេងណាស់មែនទេមែនឆាប់សញ្ញាទៅបានធ្វើតាមលោកស្នេហ៍ចាលោកអ៊ីងសង្ឃឹមថាលោកនឹងមិនស្ដាយក្រោយចាលូលីអ៊ីង3ឆ្នាំដែលនាងនៅជាមួយគ្រួសារយើងនេះគឺមានស្នាដៃល្អគួរសមដែរពេលចេញទៅគេអាចរកការងារធ្វើជាម៉ែដោះបានហើយរកមួយខែបាន4-5,000ចាំខ្លួនឯងរស់យល់មកខ្ញុំជាប្តីប្រពន្ធនឹងគ្នាខ្ញុំឲ្យប្រាក់នាង100000យកទៅបើកហាងបាយមួយដល់ខ្លួនឯងយកទៅធ្វើជាតកែខ្លួនឯងប្រសើរជាងធ្វើអនាម័យអញ្ចឹងណាយល់ទេ100000តាមពិតខ្ញុំមិនដែលនៅទីនេះ3ឆ្នាំក្នុងកសែតភ្នែកពួកលោកគឺមានតម្លៃត្រឹមតែ100000នេះទេតម្លៃនាងត្រឹម100000នឹងហើយនាងគិតថាមិនសមមែនឬថានាងចង់បានលុយច្រើនជាងនេះទៀតមែនទេនៅក្នុងកាតនេះគឺមានលុយ1លានដែលមួយជីវិតនាងនេះខំរស់ទៀតក៏មិនបានផងយកលុយនេះទៅហើយទៅឲ្យឆ្ងាយអាបាត់ទៅលុយប៉ុណ្ណេះនៅក្នុងភ្នែកខ្ញុំគឺកាក់លុយទេលូលីអ៊ីងខ្ញុំលុយ1សេនក៏ខ្ញុំមិនយកទៅដែរខ្ញុំចេញទៅតែខ្លួនទៅកុំបន្លាយពេលមើលកិច្ចសន្យាលេងណាក៏សញ្ញាឲ្យដែរអញ្ចឹងក៏ប្រញាប់ចេញទៅកុំនៅដំអែដំអឲ្យក៏ខ្វះអាកាសធាតុនៅទីនេះអ្នកនាងកូនសេដ្ឋីដូចជាខ្ញុំតាំងពីតូចមកមិនដែលជួបមនុស្សណាក្ររហាមជួបប្អូនដូចជានាងនេះទេនាងហ៊ានផ្ទះយើងនាងឈួតហើយឈួតស្អីនាងហ៎នាងហ៊ានតែកាភៀងសម្បីតែកូនសេដ្ឋីនាងលេងចង់រស់ហើយហូលីលៀននាងនេះល្អណាស់
ខ្ញុំជាអ្នកឲ្យសៀវឲ្យឆ្លងប្រកួតការកំងទិញរាប់រយលាននេះឲ្យទៅអីចោលសោះតែនាងថានាងទៅវិញដែលជាស្ពានថ្នាក់យកវាបាន ឆ្នាំនេះនាងធ្វើជាមេផ្ទះឆាជាស្កោឡើងឡុកខុសក្បាលហើយរឿងកិច្ចសន្យាប្រាក់100លាននេះនាងមានគំនិតអីមិនចេះដឹងអីហ៎មិនមែនស្រែអាក្រក់នេះនៅហ៊ានហៅឈ្មោះរបស់អគ្គនាយកសៀវទៀតនៅហ៊ានចង់ដណ្ដើមមុខមាត់ខ្ញុំនាងនេះគិតថាខ្លួនឯងអស់ចាស់មកពីណាហ៎នាងដឹងថាអគ្គនាយកសៀវជាអ្នកណាអគ្គនាយកសៀវគឺជាគ្រួសារលំដាប់លេខ1ក្នុងចំណាំ10ក្នុងពិភពចំនួនតម្លៃរាប់ពាន់លានត្រឹមស្អីមុខកាចាស់ដូចនេះកុំថាឡាយយកវាបានកិច្ចសន្យារាប់រយលាននោះតែស្គាល់គាត់ក៏នេះគ្មានសម្បត្តិអីស្គាល់ដែរខ្ញុំស្គាល់ឬមិនស្គាល់មានសម្បត្តិអ្វីឬក៏អត់នោះចាំតែដល់ពិធីចុះហត្ថលេខាសិនទៅពួកនាងអ្នកដឹងហើយពិធីចុះហត្ថលេខាខ្លាចតែថាចូលមិនបានផងនាងអើយតែណាហើយខ្ញុំក៏ចង់ឃើញនៅថ្ងៃពិធីចុះហត្ថលេខានោះដែរថានាងនេះមានមុខក្រាស់ប៉ុណ្ណាទៅល្អខ្ញុំក៏ចង់ឃើញដែរថាចុងក្រោយអ្នកណាសាច់ឬមួយក៏អ្នកណាទៅអាចឺបងក៏មិនយកប្រយោជន៍ជាមួយនាងនឹងទៀតនៅថ្ងៃពិធីចុះហត្ថលេខាអូនបានរៀបចំរួចរាល់ល្អស្រេចបាច់អស់ហើយអូននាំបងទៅមើលចុះល្អលៀនបងអរគុណហើយណាតោះទៅយើងទេអគ្គនាយកសៀវស៊ើបដឹងហើយបុគ្គលិកអនាម័យនោះឈ្មោះលូលីអ៊ីងជាភរិយាលោកអ៊ីជឺនាយកក្រុមហ៊ុនអ៊ីអញ្ចឹងគឺមិនចម្លែកទេដែលនាងសូមឲ្យខ្ញុំជួយជ្រោមជ្រែងក្រុមហ៊ុនអ៊ីគ្រប់នេះជាអ្នកស្រីបាយជ្រើមកធ្វើការនៅក្រុមហ៊ុនសៀវជាបុគ្គលិកអនាម័យទៅវិញអគ្គនាយកប៉ុន្តែអ្នកស៊ើបបានប្រាប់ខ្ញុំថាអ៊ីជឺក្រោយពីទទួលបានការកំងរាប់រយលានហើយនោះរឿងដែលគេស្លន់ធ្វើមុនគេគឺលេងលះជាមួយអ្នកនាងលូបាត់ហើយឆ្លងស្ពានរួចហើយឬស្ពានចង់មេគ្រួសារអ៊ីម្នាក់នេះមានផ្នែកមែនត្រៀមឡើងខ្ញុំទៅគ្រួសារអ៊ីឈប់ភ្លាមមានរឿងអីទៀតហើយកូនប្រុសខ្ញុំនៅទីនេះ3ឆ្នាំហើយឲ្យរបស់នាងក៏មិនតិចដែរខ្ញុំជម្រាបនាងចូលមកក្នុងគ្រួសារអ៊ីខ្ញុំយ៉ាងម៉េចក៏ចេញទៅវិញបែបហ្នឹងទៅលុយគ្រួសារអ៊ីខ្ញុំមកកាត់ម៉ាស៊ីនក៏នាងកុំសម័យយកទៅបាននោះឈិងទៅបើកបលីទៅរបស់មួយសរសៃក៏មិនឲ្យវាយកទៅបានដែរអ្នកទាំងពីរគួរចេះគោរពឲ្យតម្លៃខ្ញុំខ្លះផងក្នុងវ៉ាលីគឺមានតែរបស់ខ្ញុំរបស់គ្រួសារអ៊ីគឺខ្ញុំខ្ពើមណាស់គោរពមនុស្សអាក្រក់ម៉ាក់នាងហ្នឹងមកចង់ឲ្យយើងគោរពឲ្យតម្លៃនោះឈិងមានអត់ហើយលើខ្ញុំអាចទៅបានហើយឬនៅប្រកាសជាមានលក្ខណៈលើខ្លួនវាហើយឆែកអ្នកទាំងពីរធ្វើឡើងបែបហើយលេងខ្ញុំទេតើរកតួសម្ដែងមកពីណាអញ្ចេះសម្ដែងសំដល់ហើយនាងលូនាងមិនឯទេអូនាងឯងនេះពិតជាស្រីអត់គេខ្មាស់មែនមិនចម្លែកទេដែលនាងព្រមនិយាយផុយលេងដាក់គ្នាជាមួយនឹងកូនយើងតាមពិតទៅលួចមានញីមានឈ្មោះក្រៅនឹងអាប្រុសម្នាក់នេះសោះណោះមិនក៏មកស្អុយបែបនេះផ្ទះមកទៅបាទអាណាហ៊ានខ្ញុំប្រាប់ឯងចាស់ខ្ញុំមិនខ្វះថាវាចាយលុយជួលលោកមកថៃប៉ុណ្ណាជួយមកសម្ដែងទេប៉ុន្តែគ្រួសារយើងជាសេដ្ឋីរាប់រយលានមិនងាយធ្វើបាបបានទេមកនាងស្អុយជាមួយម៉ាក់នាងទៀតផ្ទះមកបាទលោកចាស់អើយអញខ្ញុំមិនអាចឃើញមនុស្សអួតអីបែបនេះទេទោះពួកនាងមានរាប់រយលាននៅក្នុងផ្ទៃខ្ញុំគ្រួសារអីពួកនាងត្រឹមតែជាចលែនទេអញចាំតែមើលទេនាងលូពួកយ៉ាងទៅជួបគ្នានៅពិធីចុះហត្ថលេខាយ៉ាងខ្លាចតែឯងមិនហ៊ានមកទេមកប្រយោជន៍មកបណៃអញតែចាំតែមើលទេអគ្គនាយកសៀវមុននេះខ្ញុំអរគុណលោកហើយដែលបានជួយដោះស្រាយខ្ញុំប៉ុន្តែមិនក៏លោករកខ្ញុំឃើញអញ្ចឹងនាងលូឲ្យខ្ញុំសុំទោសផងណាតាំងពីអ្នកនាងជួយដោះស្រាយវិបត្តិក្រុមហ៊ុនខ្ញុំក៏បានឲ្យគេស៊ើបតែមិននឹកស្មានដល់ថាអ្នកនាងជាភរិយារបស់អ៊ីសោះពេលនេះលែងទៀតហើយអ្នកនាងបានលែងលះជាមួយគេហើយប៉ុន្តែគេនៅមើលងាយអ្នកនាងទៀតពិធីចុះហត្ថលេខាគម្រោងរាប់រយលានរបស់ក្រុមហ៊ុនអ៊ីតែអ្នកនាងចូលរួមទេហេតុអីមិនទៅខ្ញុំចង់តែឃើញថាហ៊ូលៀនគេទៅបន្លំខ្លួនយកគុណសម្បត្តិបែបម៉េចហើយនៅមានអីចូលទៀតតែគេនៅមានទឹកមុខបែបម៉េចពូជ័យជួយខ្ញុំប្រកាសថាគ្រួសារលូមកពី Imperial Capital បានមកដល់ហើយចេះជាផ្លូវការហើយសន្និសិទវិនិយោគទុនធុរកិច្ចនៅប្រវត្តិទៅក្នុងរយៈពេល3ថ្ងៃទៀត3ថ្ងៃទៀតកូនស្រីច្បាស់នៃគ្រួសារលូទទួលមរតកជាតំណែងនៃគ្រួសារជាផ្លូវការលើបងប្រកូនប្រាប់ថាពិធីចុះហត្ថលេខាថ្ងៃនេះមានសុទ្ធតែកម្ពុជាអិសរាជជនពិភពចំនួនហេតុចឹងកូនអរបីបន្តិចទៅកុំគិតតែពីញ៉ាំពេកកូនត្រូវតែស្គាល់ពួកគេទៅរួចបានច្រើនត្រូវចេះស្ទុះត្រីនេះឲ្យគ្រួសារអីយើងនឹងណាកូនខ្ញុំដឹងហើយម៉ែលូលីងអ៊ីងនាងនេះពិតជាហ៊ានមកពិតមែនណាមិនចេះមើលឋានៈខ្លួនឯងនៅកម្រិតណាទេអីសមអីនឹងមកទីកន្លែងនេះដែរនោះ
កុំគិតថាត្រឹមរូបមួយនេះអាចបន្លំពួកអភិជនយើងបានមនុស្សអាក្រក់នៅតែអាក្រក់នាងដឹងតែកូនយើងចោលចោលសម្ដេចបានកម្រោងតម្លៃរាប់លានទើបចង់មកតោងលុយតោងអំណាចកូនប្រុសរបស់យើងហើយមកទៅនោះអាយ៉ាសុំទោសផងខ្ញុំអត់មានចេតនាទេណាតែដែលខ្ញុំយកស្រាចេះលើខ្លួននាងនេះគឺដោយតែខ្ញុំជួយបាត់បង់ក្លិនក្រជូររហាប់ដូចនាងតែនាងធ្វើឲ្យបរិយាកាសអ្នកមានអភិជនពួកយើងក៏ខ្វះអសោចហើយល្អសម្រាប់នាងទៅវិញតើថាស្រាមួយកែនេះវាថ្លៃជាងជីវិតនាងមួយនេះតិចទៀតវាយនាងធ្វើស្អីសុំទោសខ្ញុំក៏មានចេតនាដែរនាងលោឡាយនឹងបងប្រាគឺនាងស្រីលូលីអ៊ីងនេះវាធ្វើបាបខ្ញុំលូលីអ៊ីងពួកយើងបានលេងលក្ខណៈដាច់ស្រេចហើយតើកុំមករញ៉េរញ៉ៃទៀតបានទេអញញ៉ៃលោកស្អីទៅអាចឺនាងស្រីម្នាក់នេះខាងមុខលេងដែរនឹងកូនតែក្រោយខ្នងវិញគឺប្រដាក់ប្រពន្ធជាមួយនឹងប្រុសអ្នកស្រីម្នាក់ហើយអាប្រុសអ្នកស្រីនោះវាហ៊ានតែកធៀងម៉ាក់ហើយនឹងកូនស្រីទៀតផងនេះហ៊ានតែកភ្លៀបបាក់ផងតែគឺតែហើយ3ឆ្នាំមកនេះម៉ាក់លោកក៏ធ្វើបាបខ្ញុំណាស់ដែរចំណែកលោកវិញបានតែបាត់ភ្នែកបាត់តិចមកខាំម្ដងមិនលឺតែប៉ុណ្ណោះថ្ងៃនេះការតែម្ដាយចាត់ទុកថាយល់ណាស់ហើយបងប្រុសនាងនេះនឹងអាចសម្រេចនោះមកទៅស៊ីជម្រៅនឹងគ្នាដល់ហើយតាមមើលប្រហែលជាតាក់ទងគ្នាមុនពេលលេងយ៉ាស់គ្នាទៀតផងក៏មិនដឹងល្អណាស់ស្មានមកដល់សោះណលូលីអ៊ីងខ្ញុំស្មានថានាងជាស្រីវាផ្ទះម្នាក់មិនដឹងខ្ចង់អីពេលនេះនាងមិនត្រឹមតែជាមនុស្សស្រីដែលមិនចេះខ្មាស់តែប៉ុណ្ណោះទេតែក៏ជាស្រីចិត្តចៅទៀតខ្ញុំជាស្រីមិនចេះខ្មាស់ជាស្រីចិត្តចៅក៏ព្រោះតែអ្នកណាដែលតាំងបានអំណាចបានមានប្រាក់ក៏តបប្រពន្ធចៅគ្មានសិនណាលោកគ្រាន់តែជាសិទ្ធិបល្ល័ង្កកាសសោះមានឋានៈអ្វីមករៀបរាប់ពីខ្ញុំនោះនាងថាខ្ញុំតោអំណាចតោមានប្រាក់ផងខ្ញុំប្រាប់នាងទៅចុះកិច្ចសន្យាប្រាក់100លាននេះគឺលានទេជាអ្នកជួយម្ដងហើយម្ដងទៀតនោះជាសមត្ថភាពពិតៗរបស់ខ្ញុំអ៊ីជឺនេះឯងទើបទទួលបានការសរសើរពីក្រុមហ៊ុនសៀវគ្រប់ចុះចំណែកនាងវិញខ្ញុំធ្លាប់ប្រាប់នាងហើយតើគឺខ្ញុំចង់បាននារីម្នាក់ដែលអាចជួយការងារខ្ញុំបានប៉ុណ្ណោះដូចជាលានអញ្ចឹងត្រឹមសម្បត្តិកិច្ចសន្យាមិនប្រមាណ100លានសោះក៏ធ្វើឲ្យលោកធ្លីចរិតពិតទៅហើយខ្ញុំពិតជាស្ដាយក្រោយនេះស្ដាយក្រោយដល់ពី3ឆ្នាំមុនខ្ញុំមកលោកលើកពេកស្ដាយដែលខ្លួនឯងដើម្បីលោកសុខចិត្តមកចាប់មកជំនួយរៀបការចូលគ្រួសារអ៊ីធ្វើត្រឹមតែជាមេផ្ទះ3ឆ្នាំមកនេះខ្ញុំតែងតែនៅពីក្រោយចាំជួយលោករហូតប៉ុន្តែលោកតបស្នងខ្ញុំវិញបាត់3ឆ្នាំមកនេះនាងមិនធ្វើឲ្យអស់ពីចិត្តពីខ្លោចដែរទេលោកអ៊ីនាងក្រៅពីបោកកៅអៅធ្វើម្ហូបតើនាងធ្វើឲ្យបានទៅឬគិតថាគ្រួសារអ៊ីខ្ញុំខ្វះមេដោះដូចជានាងអញ្ចឹងខ្ញុំប្រាប់លោកជឿថាមកជំនួយរបស់ខ្ញុំក៏បានឲ្យទៅលោកដែរគ្រួសារអ៊ីលោកដែលលេងយ៉ាងនឹងខ្ញុំហើយការ៉ំទីតែកន្លះខែទេនឹងដួលរលំជាមិនខាននាងនិយាយថាម៉េចគ្រួសារអ៊ីខ្ញុំលេងលះពីនាងទៅនឹងត្រូវរលំខ្សែធនមែនអាចឺអូនមើលទៅនាងខួរក្បាលដូចជាបែកវល់ហើយបើមិនអញ្ចឹងទេពួកយើងកក់ក្រែនៅមន្ទីរពេទ្យវាក៏ចរិតឲ្យនាងមួយទៅល្អជាងនេះឯណាសន្តិសុខឆាប់អូនកនេះចេញទៅចង់មិនដេញឲ្យខ្ញុំទៅបើសិនជាខ្ញុំទៅអញ្ចឹងពិធីចុះហត្ថលេខានេះក៏មិនអាចធ្វើបានដែរហើយនឹងចង់បានស្អីទៀតខួរក្បាលដូចជាបែកវល់ហើយចាប់ទៅពេលព្យាបាលព្រាបទៅយើងជាអ្នកជិះលុយឲ្យយ៉ាងមិនដែរលើកមុនបន្លំទៅគុំសម្បត្តិរបស់ខ្ញុំនិយាយថាកិច្ចសន្យានេះគឺនាងជាអ្នកឲ្យឥឡូវមកដើរតួជាម្ចាស់ក្រុមហ៊ុនស៊ីលគ្រប់ធ្វើឲ្យអញ្ញាយពេញអស់ពិធីទៀតពិតជាមិនដឹងខុសត្រូវអីមែននាងគ្រាន់តែជាស្រីម្នាក់ដែលត្រូវគ្រួសារអ៊ីខ្ញុំតតចាប់ប៉ុណ្ណោះមកនិយាយទៅតឹងតែងអីនៅទីនេះគួរតែមានទោះអ្វីទៀតទៅសោះក្រោយពីគ្រួសារអ៊ីត្រូវមិនដេញឯងចេញឯងទ្រាំមើលគ្រួសារអ៊ីយើងល្អខ្ពង់ខ្ពស់មិនបានទើបឯងចង់មកប្រឡប់ប្រឆាពិធីចុះហត្ថលេខានេះឯងចង់ឲ្យកូនប្រុសយើងនេះបាក់មុខខ្មាស់គេចំពោះមុខក្រុមហ៊ុនស៊ីលគ្រប់នេះខ្ញុំនឹកស្មានថានេះជាមនុស្សបែបនេះសោះដោយសារតែខ្ញុំលេងលះពីនាងបាននាងត្រូវល្បិចពុះពុលបែបនេះដាក់ខ្ញុំមិនដែរទេហ៎ខ្ញុំប្រាប់នាងទៅចុះការអត់ធ្មត់របស់ខ្ញុំមានដែនកំណត់ដោយយកពួកយើងធាត់ជាប្តីប្រពន្ធនឹងគ្នាអត់ទោះឲ្យនាងទៅចោះតនអគ្គនាយកសៀវមិនតាន់មកដល់នាងប្រញាប់ចេញទៅចេញលើកនេះចេញឲ្យបាត់ណាកុំឲ្យឃើញទៅផ្ទៃទៅច្រមុះទៀតឲ្យសោះចេញទៅលោកហើយនឹងគ្រួសារអ៊ីលោកទាំងអស់គឺគ្មានឋានៈអ្វីមកកាច់កងចំពោះមុខខ្ញុំបានទេកិច្ចសន្យា100លាននេះបើខ្ញុំថាលោកមិនអាចសញ្ញាបានគឺលោកមិនអាចសញ្ញាបានហើយនាងប្រុកធ្វើអីទុកកិច្ចសន្យានេះចុះភ្លាមកិច្ចសន្យា100លាននេះដំបូងណាគឺខ្ញុំសូមឲ្យខាងក្រុមហ៊ុនស៊ីគ្រប់ប្រកុលពីអាចទៅលើទុកជាកាដូខួបកំណើតប៉ុន្តែឥឡូវលោកជាមនុស្សបាត់ណាគឺខ្ញុំមិនឃើញច្បាស់ហើយចង់បានកិច្ចសន្យា100លានលោកមិនស័ក្តិសមនោះទេខ្ញុំមើលទៅវាពិតជាឈ្មោះមែនទេហើយចង់តាមកិច្ចសន្យា100លានចង់កន្លះខ្លួនជាគ្រួសារពីជនលំដាប់លេខ1ផងគ្រួសារអ៊ីពួកលោកមិនស័ក្តិសមទេនាងចង់ស្លាប់ហើយមែនទេអាចឺលូលីអ៊ីងសមាជិកភាពមនុស្សម្នាក់ទៀតដូចជានាងគិតថាអាចហិចកិច្ចសន្យាហើយអាចបំផ្លាញការសហការគ្នារវាងអាចឺហើយនឹងក្រុមហ៊ុនស៊ីគ្រប់បានមែនទេលូលីអ៊ីងចំណេះដឹងនាងនៅទៀតដល់ឡើយទេនាងនឹងបន្តដឹកកិច្ចសន្យារវាងក្រុមហ៊ុនធំៗមានលក្ខណៈបែបណាទេកិច្ចសហការរវាងខ្ញុំជាមួយក្រុមហ៊ុនស៊ីគ្រប់បានចុះកិច្ចព្រមព្រៀងគ្នារួចរាល់ហើយមិនមែនចេះតែហិចចោលបានស្រួលងាយៗនោះទេល្ងងអើយសាល្ងង
bà thanh niên cho chặt hạnh nè chẳng chăm khi ta copy video cho mà những hạnh 100,000 liên sẵn lắc tới chắc riêng là bà thanh bị cho là 2 chân 2 đường liếng nhưng mấy đừng ai đăng cho bà tới nhưng khai pi mình đăng bị ăn được khi bà cầm hôn siêu group hay nếu mà hiện hai cái sân nhà chào tiếp lý chắc tốt thành như bà mặt khai chụp cầm hôn siêu group hay những bật play luôn anh hayนี่จำนวนการមកដល់ហើយមុននេះគឺខ្ញុំឲ្យនាងទៅហើយតែនាងនៅតែរឹងក្បាលមិនទៅឥឡូវចំពេលល្អហើយចំនួនការជាងមកដល់ហើយរឿងដែលនាងហែកគិតសន្យាចោលមុននេះទូទាំងហែកជើនេះគ្មានអ្នកណាជួយនាងបានទេអាជឺនាងចង់រកសັບលើខ្លួនឯងហេតុអីក៏បងត្រូវជួយនាងនោះពេលនេះអ្វីដែលបងត្រូវធ្វើបំផុតនោះគឺធ្វើយ៉ាងម៉េចឲ្យនាងនេះចេញពីកន្លែងនេះទៅមែនហើយបងប្រាស្រែអាក្រក់អញ្ចឹងគឺបាត់ខ្លួនតែបាត់តែកុំឲ្យពួកយើងឃើញទៀតមានចេតនាបង្ករឿងនឹងក្រុមហ៊ុនស៊ីគ្រប់ហើយនៅមកហែកគិតសន្យាចោលទៀតហើយនៅបំផ្លាញគ្រួសារអីយើងទៀតនាងរកផ្លូវស្លាប់ដាក់ខ្លួនហើយចឹងទៅហើយកុំបន្ទោសខ្ញុំឲ្យសោះគ្រប់គ្នាចាប់ពីថ្ងៃនេះទៅខ្ញុំជាអគ្គនាយកនៃក្រុមហ៊ុនអ៊ីប្រកាសទូទាំងហែកជើថាលុះលើអ៊ីងនេះត្រូវបានបណ្ដេញចេញពីគ្រួសារខ្ញុំហើយចាប់ពីពេលនេះតទៅរវាងខ្ញុំនិងនាងមានអ្វីពាក់ព័ន្ធនឹងគ្នាទៀតឡើយល្អណាស់បាននៅលៀងម្ដងទៀតហើយអ៊ីចាលោកថ្ងៃនេះបានបែកច្បាប់គ្នាឃើញពិភពលោកច្បាស់ណាស់ល្មមបានហើយសន្តិសុខឆាប់អូស័យមាត់អត់កម្រិតនេះចេញទៅបាត់ទៅកុំឲ្យនៅទៅភ្នែកទៅជាមួយជំនួយការរបស់យើងទៀតអ្នកណាអីក៏លោឡាខ្លាំងម្លេះសួស្ដីជំនួយការជាងខ្ញុំគឺវិជឺអ្នកនាងទុកចិត្តចុះខ្ញុំនឹងដឹកនាំក្រុមហ៊ុនឲ្យបានល្អមិនឲ្យគេយកសៀវខំបំណងឡើយខ្ញុំធានាថាគុណភាពល្អឥតខ្ចោះណែនាងនីងជាកិច្ចសន្យាសហការក្រុមហ៊ុនអ៊ីលោកតាជំនួយការជាងនាងស្រីម្នាក់នោះគឺជាអ្នកធ្វើនាងបានបន្លំខ្លួនធ្វើជាភាពកិត្តិយសចូលរួមកម្មវិធីហើយនៅមកបំផ្លាញកិច្ចសន្យារវាងក្រុមហ៊ុនសៀវគ្រប់នៅអាជីវកម្មចំពោះភ្ញៀវទៀតបំផ្លាញមុខមាត់គ្រួសារអ៊ីបំផ្លាញមុខមាត់នាយកសៀវទាំងអស់នេះគឺមិនអាចលើកលែងឲ្យបានទេជំនួយការជាងស្រីនោះអតីតប្រពន្ធខ្ញុំគ្រាន់តែចង់មកមើលខ្ញុំចុះហត្ថលេខាលើកិច្ចសន្យាបង្កភាពវិញ្ញាណញ៉ៃឲ្យខ្ញុំសុំទោសផងតែធ្វើឲ្យនាងទៅតល់បាទជំនួយការជាងកុំអារម្មណ៍អីណាខ្ញុំនឹងឲ្យមនុស្សមកចាប់អូកស្រីម្នាក់នេះចេញទៅស្រីមកវិញតប៉ែអត់ឈប់សោះខ្ញុំមើលទៅយប់នេះអ្នកដែលត្រូវចេញពីទីនេះគឺពួកលោកទៅវិញទេទៅត្រូវជាការជាងនេះនាងភ្នែកពួកលោកខ្វះអស់ហើយបានជាហ៊ានធ្វើមិនគាត់បីមិនគោរពអ្នកនឹងលូបែបនេះជំនួយការជាងបើខ្ញុំហែកបំផ្លាញកិច្ចសន្យាមានបញ្ហាអីទេពិតជាគ្មានបញ្ហាអីទេអ្នកនាងលូដើមឡើយកិច្ចសន្យានេះគឺអ្នកនាងគឺជាអ្នកខំប្រឹងយកទុកឲ្យក្រុមហ៊ុនអ៊ីអ្នកនាងចាត់ចែងយ៉ាងម៉េចក៏ចាត់ចែងតាមនឹងចុះមិននឹងអាចទៅអ្នកនាងហូក្រៃអ្នកនាងប្រាប់ថាកិច្ចសន្យាសហការរាប់រយលាននេះគឺអ្នកនាងជាអ្នកយកមកពីក្រុមហ៊ុនសៀវគ្រប់ជួយសម្រេចកិច្ចការឲ្យអាជឺមិនអញ្ចឹងឈប់សិននាងប្រាប់អ្នកទាំងអស់គ្នាថាអញ្ចឹងបើអញ្ចឹងពិតមែនមិនក៏ពីមុនមកខ្ញុំមិនដែលឃើញពួកនាងអញ្ចឹងលៀនរឿងនេះយ៉ាងម៉េចទៅក្រុមហ៊ុនសៀវគ្រប់តែងតែឲ្យតម្លៃលើគេឈ្មោះខ្លួនឯងណាបើសិនជានាងពិតជាជំនួយការរបស់អគ្គនាយកសៀវមែននោះមិនក៏នឹងអាចបណ្ដោយឲ្យសិស្សចម្រៃនោះធ្វើអ្វីតាមទំនឹងចិត្តហើយកិច្ចសន្យាចោលទាំងគ្មានຕົកបីអីងាយៗយ៉ាងនេះនាងប្រកាសជាខ្លាំងខ្លាយហើយល្អណាស់ណលូលីអ៊ីងនាងនេះពិតជាថ្នាំធំប៉ុនមហាមេឃមែនហ៊ានជួលតួសម្ដែងមកដល់តួបន្លំជាជំនួយការអគ្គនាយកសៀវទៀតលៀនអូចង់ថានាងនឹងបន្លំខ្លួនមែនទេថ្ងៃនេះតាំងពីព្រឹកព្រលឹមបុគ្គលិកដើរទទួលបន្ទុកគម្រោងទី5និងទី9បាទប្រាប់ខ្ញុំរឿងនេះគឺមានតែផ្នែកសវនកម្មផ្ទៃក្នុងប៉ុណ្ណោះដែលដឹងចាំខ្ញុំទូរស័ព្ទបញ្ជាក់សិនសួរឲ្យច្បាស់ទៅល្អជាងសួស្ដីខ្ញុំគឺអ៊ីជឺបបពីក្រុមហ៊ុនអ៊ីខ្ញុំចង់សួរបន្តិចថាកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនអ៊ីខ្ញុំនិងក្រុមហ៊ុនសៀត្រូវបានលុបចោលហើយមែនទេលុបចោលពេលលេផងហ្នឹងគាត់ទៅតាមផ្លូវទៅចោះហត្ថលេខាហ្នឹងហើយតើគាត់ទៅចិត្តដល់ហើយនេះហ្នឹងឯងល្អណាស់អញ្ចឹងអរគុណហើយបាទស្ដាប់លឺហើយទៅហ៎ខ្ញុំចង់ដឹងដល់ហើយថានាងទៅពីនេះប្រងសម្ដែងដល់ណាទៀតលូលីអ៊ីងឥឡូវខ្ញុំឲ្យឱកាសនាងម្ដងទៀតចាឲ្យតែនាងលុបជង្គង់សុំទៅទទួលស្គាល់កំហុសខ្ញុំនៅដោះលែងនាងទៅចាតែចាំអគ្គនាយកសៀវម្ដងនោះនាងទៅណាលេងបានហើយខ្ញុំក៏ផ្ដល់ឱកាសនាងម្ដងដែរចាបាននាងព្រមលុបជង្គង់ឲ្យសុំទៅខ្ញុំមិនឲ្យនាងស្លាប់ទេសំដែងពួកនាងនៅក្នុងសម្ដែងទៀតចង់ដឹងដល់ហើយថាពួកនាងនៅសម្ដែងបានដល់ពេលណាទាន់អគ្គនាយកសៀវមិនធម្មតាអញ្ចឹងពួកនាងសម្ដែងតាមមកស្រឡាញ់ចាហើយចាំពេលទៅនាងស្លាប់តាមក្រោយតាមចិត្តដែរស្រឡាញ់ដែរអញ្ចឹងទៅអីក៏លោឡាមលេះអគ្គនាយកសៀវអគ្គនាយកសៀវម៉ាក់ធ្លាប់ជួបគេមែនទេគេជាប្រុសសម្ដែងដែលលូលីអ៊ីងតាក់ទងនឹងឯងម៉ាក់គេមិនអាចជាសៀវឲ្យឈន់បានទៅក្រែងគេជាតួសម្ដែងហើយលូលីអ៊ីងគឺជាអ្នកឈន់មកហើយពីមុនគេនៅសម្ដែងបានសមណាស់តែកាពីខ្ញុំហើយនៅម៉ាក់ទៀតផងពួកនាងនិយាយពីរឿងឈុតអីហ្នឹងសមាជិកអគ្គនាយកសៀវពួកនាងមានឋានៈអីមកសង្ស័យនេះឯងឈួតទេអីអ៊ីជីងមិនឆែកអ៊ីនធឺណិតមើលទៅនេះគឺសៀវហុចឈន់ដែលធំជាងគេទៅក្នុងសៀវគ្រប់នេះអគ្គនាយកសៀវលីអ៊ីងនេះត្រូវគេចោលទៀតហើយមិនអីទេកិច្ចសន្យានេះនាងហែកមែនទេស
សួស្តីគេយល់សៀវខ្ញុំគឺអ៊ីជឺគេថាមុនហ្នឹងមានរឿងយល់ច្រឡំគ្នាបន្តិ កិ ច ច្ចសន្យាហេតុចោលមែនតែมันប៉ះពាល់ដល់ការសហការទេចុះរ៉នត្រឡប់ទៅក្រុមហ៊ុនវិញលោកចង់កិច្ចសន្យាបញ្ជាទិញ100លាននេះជាមួយក្រុមហ៊ុនអ៊ីទៅ ទទួលបញ្ជា គេយល់សៀវមុនហ្នឹងមានរឿងយល់ច្រឡំគ្នាបន្តិច រឿងយល់ច្រឡំដែលខ្ញុំបកគលកិច្ចសន្យាឲ្យលោកព្រោះតែខ្ញុំទុកមកឲ្យលីវអ៊ីងទេតែខ្ញុំមិនដឹងថាគ្រួសារអ៊ីពួកលោកមិនដឹងល្អអាក្រក់សោះ ឥឡូវលោកជឿបានហើយឬនៅ នាងជាតាណាទៅ អគ្គនាយកសៀវលោកស្មានខុសហើយនាងគ្រាន់តែជាស្រីម្នាក់ដែលគ្មានអ្នកណាត្រូវការតែប៉ុណ្ណោះ មកនាងស្អីម្ល៉េះផ្ទះក៏ផ្ទៀងទៅបើខុសជាមួយលីវអ៊ីងដោយធ្វើខុសជាមួយខ្ញុំសៀវឲ្យឈន់អញ្ចឹង នាងគ្រាន់តែជាស្រីដែលគ្រូសាអ៊ីមិនដឹងចេញនាងមិនអាច នៅលុបជង្គង់សំទោសទៀត ថាម៉េចឲ្យខ្ញុំសុំទោសស្រីម៉ាក់នេះគ្មានផ្លូវទេ មើលទៅគ្រួសារហួរក៏មិនចាំបាច់នៅរស់ទៀតដែរ សុំទោសទៀតទេ លោកលីអ៊ីងសុំទោស មិនតន់គ្រប់ទេ លោកលីអ៊ីងសុំទោសខ្ញុំខុសហើយឥឡូវនេះហ៊ាននិយាយទៀតទេថាបញ្ជីទិញរាប់រយលាននេះគឺនាងជាអ្នកយកឲ្យអ៊ីជឺនោះនេះស្រីដែលលោកសម្លឹងឃើញ លូលីងអ៊ីងថ្ងៃនេះនាងធ្វើឲ្យខ្ញុំភ្លឺភ្នែកហើយមិននឹកស្មានសោះថានាងនឹងសៀវហើយឈន់នៅជាមួយគ្នាសោះ ឯងជាស្រីថោកទាបណាស់មុនពេលលេងដែរឯងប្រកាសជាទៅតាក់ទងជាមួយគេនោះរហូតមកហើយឯងពាក្យស្នែងឲ្យកូនប្រុសយើងយកទៅពេលឯងឲ្យងាប់អគ្គនាយកសៀវលោកមិនអាចជឿស្រីម្នាក់នេះបានទេនាងអាចនឹងបោកប្រាស់លោកបាននាងមិនមែនជាតារាល្បីឈ្មោះស្អីទេនាងជាមេមន់មិនក្រាបពងនាងជាស្រីដែលគ្មានអ្នកណាគេម្នាក់ត្រូវការអើយនាងហ៊ានតែយើងផង គាត់ជាម៉ាក់ខ្ញុំក៏ជាម្ដាយក្មេងនាងដែរតើ ជាអតីតម្ដាយក្មេងតា3ឆ្នាំមុនខ្ញុំអត់ទ្រាំថ្ងៃណាក៏គេរករឿងខ្ញុំពេលនេះយើងលែងឲ្យគាត់នៅតែប្រមាថដល់ខ្ញុំទៀត ល្អណាស់នាងពិតជាតគុណមកវិញបាក់មែននាងពេលនេះជាស្រីស្រីរបស់សៀវហើយឈន់ហើយមែនទេនាងក៏តតត្រេកអរខ្លាំងពេកនាងគិតថាខ្លួនឯងនឹងអាចឈរនៅកន្លែងតែមួយជាមួយគ្នាមែនទេឲ្យវាល្មមបានហើយនាងគិតខុសហើយគេមកនិយាយធ្វើអីដាក់នាងបែបហ្នឹងគេគ្រាន់តែចង់លេងសើចជាមួយនាងប៉ុណ្ណោះចាំតែថ្ងៃណាគេលេងនាងឆ្អែតហើយនោះនាងនឹងត្រូវបានគេទាត់ចោលចាក់ជាមិនខាននោះទេ អាចឺ អ៊ីជើអញមិនសមចំនួនប្រុសទេនៅក្នុងខួរក្បាលមានតែអាក្រក់នៅធ្វើបាបមនុស្សស្រីទៀត អកេតយូស៊ីវខ្ញុំសុំទិញលោកបន្តិចចុះលោកក៏មិនដឹងខ្លួនឲ្យស្រីនេះបោកប្រាស់សោះនាងនេះហ៎សូម្បីតែជាការមិនអាចបង្វិលជុំផងចេះតែដាំសបោកអាវស្អីផ្សេងក៏ចេះដែរនៅជាមួយនាងមានតែធ្វើឲ្យសមាជិករបស់លោកអាប់អោតតែប៉ុណ្ណោះ អ៊ីជើចាំមើលពេលដែលលោកភ្ញាក់ឡើងពេលដែលគ្មានលីវអ៊ីងចាំជួយសណ្ដោះនោះលោកនឹងស្ដាយក្រោយ សណ្ដោងខ្ញុំសំអាងលើអីលើស្រីម្នាក់ហ្នឹងនោះស្រីចង្រៃសោះហ្នឹងចង់ខ្ញុំស្ដាយក្រោយផងចុះលោកវិញលោកសៀវសមាជិកលោកដល់ទៅជាអគ្គនាយកក្រុមហ៊ុនសៀវគ្រប់ទៅហើយបែរជាមកស្រវាស្រីដែលខ្ញុំកវៃចោលទៅហើយលោកមិនខ្លាចគេឯងសោតពេបជ្រាយឲ្យទេ ខ្ញុំប្រាប់លោកខ្ញុំជួបលីវអ៊ីងពីម្សិលមិញប៉ុន្តែខ្ញុំគ្រាន់តែជួបនាងលើកដំបូងខ្ញុំក៏ចាប់អារម្មណ៍នាងផ្លែតតែពេលដឹងថានាងរៀបការក៏សង្ហាក់ចិត្តមិនតិចដែរតែក៏អរគុណលោកហើយដែលបានបោះបង់នាងចោល តែខ្ញុំនៅតែមិនយល់សោះថាស្រីដែលខ្ញុំបោះចោលទៅហើយនេះបែរជាធ្វើឲ្យអគ្គនាយកសៀវងប់ងល់ទៅវិញនោះ នោះគឺមកពីលោកគ្មានភ្នែក លោកលីវអ៊ីងខ្ញុំនឹកមិនដល់សោះថានាងពូកែតាក់ប្រុសយ៉ាងនេះសោះអស្ចារ្យណាស់គឺចំពេលដែលយើងលេងលាក់គ្នាហើយទៅតាក់ទងជាមួយសែលហើយឈន់ពិតជាអត់គេខ្មាស់មែនទេនាងឯងនេះ អីជឺលោកក៏ដើម្បីតែស្រីកំណាត់ម្នាក់នេះប្របបបងប្រពន្ធដែលនៅក្បែរកំដរលោកដល់ទៅ3ឆ្នាំតែអ្នកណាតែដែលអត់គេខ្មាស់ជាងនោះខ្ញុំប្រាប់លោកឲ្យដឹងចាស់គ្រួសារអ៊ីដែលលោកមានថ្ងៃនេះបានគឺដោយសារតែមានខ្ញុំតាមជួយពីក្រៅទៅណោះតែលោកវិញបែរជាទៅជាសម្ដីបោកប្រាស់របស់ហ៊ូលីនលៀនជាជាងចាក់លើខ្ញុំមិនអាចនោះទេទាំងអស់នេះគឺបានដោយសារតែអាជីវកូនយើងទៅខំប្រឹងធ្វើការមួយជំហានសម្រាប់បានដោយសពថ្ងៃនេះវើយអ្នកមើលតែកុំប្រខ្លួនឯងដូចជាខ្ពស់ពេញហើយតែការពិតទៅគេចាំមកសៀតសោះ បើជ្រុលជាគ្រប់គ្នាជឿជាក់ទៅលើសមត្ថភាពរបស់អ៊ីខ្លាំងណាស់អញ្ចឹងខ្ញុំទុកឱកាសឲ្យម្ដងទៀតដោយមិនពឹងអាស្រ័យទៅលើអ្នកណាទាំងអស់ស្ដាប់បញ្ជាខ្ញុំចាប់ពីថ្ងៃនេះតទៅអ្នកណាហ៊ានថាការជាមួយគ្រួសារអ៊ីគឺជាសត្រូវរបស់សួយគ្រប់យើងហើយ ទៅបញ្ជាអគ្គនាយកសៀវលោកកុំធ្វើដល់ថ្នាក់នឹងអីគ្រួសារអ៊ីអាចនាំប្រយោជន៍ឲ្យក្រុមហ៊ុនសៀវគ្រប់បានលោកកុំដោយសារតែស្រីម្នាក់នេះធ្វើឲ្យខាត់បងលៀបទ្រព្យខ្លួនឯងអត់សោះ មែនហើយគ្រួសារអភិជនទាំង4
រួមដៃគ្នាធ្វើបាបក្រុមហ៊ុនសៀវខ្ញុំហើយនៅក្នុងនោះក៏មានគ្រួសារហ៊ូនាងដែរ អគ្គនាយកសៀវពួកយើងទៅវិញទៅ ណាលូលីវអ៊ីង ចឹងក្រែងមកនៅលោកស្លាន់ចង់បែងចែកផ្ដាច់ទំនាក់ទំនងជាមួយនឹងខ្ញុំនេះ បងមិនមែន រឿងមកដល់ពេលនេះហើយពីថ្ងៃនេះទៅខ្ញុំលូលីអ៊ីងនិងគ្រួសារអ៊ីពួកលោកគឺផ្ដាច់គ្មានទំនាក់ទំនងអ្វីនឹងគ្នាទៀតទេអគ្គនាយកសៀវអាជឺឆាប់រកវិធីទៅអាជឺអគ្គនាយកសៀវថ្ងៃនេះអរគុណលោកច្រើនណាស់ ឲ្យពួកគេថានាងបន្លំខ្លួនឲ្យខ្ញុំសុំទោស មិនអីទេព្រោះខ្ញុំដឹងហើយថាលោកនឹងតាមការពារខ្ញុំ ប៉ុន្តែខ្ញុំនិយាយជាការពិតពិតជាអរគុណនាងដែលបានជួយមិនចឹងទេមិនដឹងថាទៅជាយ៉ាងណាទេ អគ្គនាយកសៀវពួកយើងតែស្គាល់គ្នាទេលោកមិនគិតថាអ្វីដែលលោកនិយាយនេះវាដូចជាមិនទាន់ស័ក្តិសមពេកទេបើសិនជាលោកចូលចិត្តខ្ញុំដោយសារតែខ្ញុំបានជួយដោះស្រាយវិបត្តិក្រុមហ៊ុនសៀវគ្រប់នោះខ្ញុំសូមឲ្យលោកត្រូវមានហេតុផលនិងកុំច្រឡំការកាត់សរសើរទៅជាស្នេហាឲ្យសោះ ខ្ញុំគិតជ្រុលពេកសុំទោសណានាងទៅត្រូវគេធ្វើបាបប្រកាសជាមិនទាន់ស្លាស់ក្នុងចិត្តទេ ខ្ញុំបានចំណាយពេល3ឆ្នាំឡើងអត់ប្រយោជន៍ដល់ពេលត្រូវធ្វើរឿងមានប្រយោជន៍វិញហើយ Hello សាំសានខ្ញុំគឺជាហ៊ូលីលៀនជាមករួមថ្នាក់ឯនៅវិទ្យាល័យហ៊ូលីលៀនចាំមិនមានរឿងអីសាំសានសំទោសអ្នកនាងទី2លូខ្ញុំបានលើថា5ថ្ងៃទៀតគ្រួសារលូនៅរាជធានីនឹងមកហៅជើពួកខ្ញុំហើយក៏មានពិធីស្វាគមន៍អ្នកនាងធំស្នងមរតកជាផ្លូវការទៀតខ្ញុំចង់ឲ្យអ្នកនាងជួយណែនាំខ្ញុំទៅកាន់គាត់ផងបានទេថាម៉េចស្នងមរតកគ្រួសារជាផ្លូវការនេះអ្នកនាងមិនដឹងទេខ្ញុំប្រកាសជាដឹងហើយរឿងរបស់នាងចាំខ្ញុំជួយចាស់ អរគុណអ្នកនាងហើយល្អណាស់លូលីអ៊ីងរត់ចាប់ផ្ទះឡើង3ឆ្នាំទៅរៀបការនឹងគ្រួសារអ៊ីនៅហើយចឹងហើយឥឡូវចាំមកកាន់កាប់គ្រួសារផងនេះមកចង់អីពេលនេះចង់មកបង្កសង្គ្រាមជាមួយយើងមែនទេតំណែងគ្រប់គ្រងគ្រួសារនេះគឺជារបស់យើងតែម្នាក់គត់សុទ្ធតែមកពីនាងកុហកបោកប្រាស់ហ៊ូលីលៀននោះទាំងអស់ដែលបំផ្លាញគ្រួសារអ៊ីយើងហើយនៅមានឯងទៀតបើឯងគិតតែប្រាប់បាក់រហូតថាសៀវហើឈွန်គឺជាតួសម្ដែងដែលលូលីវអ៊ីងជួលមកទេពួកយើងក៏មិនធ្លាក់ខ្លួនធ្វើឲ្យទៅចិត្តគេដែរ បាត់មកទៅ បងប្រុសមេនាំផ្លឹងគឺជានាងលូលីអ៊ីងនឹងឯងគឺនេះមកញ៉ាញ៉ាចោះហត្ថលេខាជប់នេះទេតែពួកយើងត្រូវគេចំអកបែបនឹងមិនត្រឹមតែប៉ុណ្្នឹងទេថែមទាំងធ្វើឲ្យក្រុមហ៊ុនសៀវគ្រប់គេសាច់ចំអកទៀតឈិងឈិននិយាយមិនខុសទេនិយាយទៅគឺស្រីម្នាក់នោះបំផ្លាញគ្រួសារអ៊ីពួកយើងហើយក៏ទៅសហការគ្នានៅក្រុមហ៊ុនសៀវគ្រប់ម្ដងដល់ថ្នាក់ឲ្យក្រុមហ៊ុនសៀវគ្រប់បានដាក់គ្រួសារអ៊ីយើងនៅក្នុងបញ្ជីខ្មៅហើយយើងខំចិញ្ចឹមនាងឡើង3ឆ្នាំមកហើយប៉ុន្តែនាងដោយសារតែរឿងលេងលះតូចតាចសនាងក៏ខົບខិតទម្លាក់កំហុសដាក់ពួកយើងទៅវិញនាងនេះពិតជាសាហាវមែនទែនខុសខើណាស់បងប្រុស រឿងនេះមិនអាចបញ្ចប់ត្រឹមនឹងបានទេត្រូវតែធ្វើឲ្យសិស្សចម្លែកនោះសោះបាទហើយកិច្ចការបន្ទាន់គឺត្រូវស្ដារគេឈ្មោះគ្រួសារអ៊ីឡើងវិញការបាត់បង់ប្រជាទិញដល់ទៅរាប់ពាន់លានពីក្រុមហ៊ុនសៀវគ្រប់ក៏វាមិនអីដែរតែនេះគេដាក់គ្រួសារយើងក្នុងបញ្ជីខ្មៅវាជាគ្រោះមហន្តរាយដល់គ្រួសារយើងណាហ៊ូលីននាងនៅមានមុខមកទៀតទេហេតុអីបានជានាងកុហកពួកយើងហ៊ូលីនក្រៃនាងថាការប្រជាទិញរាប់រយលាននេះគ្រួសារហ៊ូនាងជាតែយកឲ្យខ្ញុំចុះវាយ៉ាងមិនហើយឯងអាចជឿ នេះបងនៅមានចិត្តខ្លះទេហ៎អូនខំប្រឹងស្វាស្វែងណាស់ដើម្បីជួយបងប៉ុន្តែបងបែរជាមិនព្រមឲ្យអូនបកស្រាយអីសោះអាចជឿអ៊ំស្រីអូនបានរស់ក្នុងមួយឯកមានអត្តពលខ្លះបំផុតបានហើយនាងលូស្អីគេនោះគេក្នុងមួយឯកអីទៅគ្រួសារលូយកចង់និយាយគ្រួសារកំពូលលំដាប់ទី1គឺគ្រួសារលូមែនទេអ្នកនាងលូទី2នាងគឺជាមិត្តសម្លាញ់ខ្ញុំនាងនឹងប្រកាសឲ្យខ្ញុំធ្វើជាមេនេជ័រនៃក្រុមហ៊ុនអាណាចក្រលូគ្រប់ណែអ្នកនាងលូមុនហ្នឹងគឺអ៊ំស្រីនិយាយចេញទៅគឺព្រោះតែអារម្មណ៍ខឹងមួយឆាយតែប៉ុណ្ណោះទេក្មួយកុំយកទុកក្នុងចិត្តអីណាមិនអីទេអាជើគ្រូសាលូប្រកាសជាផ្លូវការឲ្យថានៅមកហើយជើហើយ3ថ្ងៃទៀតនឹងមកអញ្ជើញគ្រប់គ្នាឲ្យចូលរួមការជួបជុំកិច្ចប្រជុំពាណិជ្ជកម្មដើម្បីជ្រើសរើសគូសហការដែលមានគុណភាពមានការងារល្អអូនទទួលបានសម្បត្តិអញ្ជើញហើយចាំអូននាំបងទៅដែរជើពិតមែនទេប្រកាសជាពិតមែនហើយលើពីនេះទៅទៀតនៅពេល7ថ្ងៃទៀតគ្រូសាលូនឹងធ្វើកម្មវិធីស្វាគមន៍អ្នកនាងធំលូត្រឡប់មកវិញទៀតផងអ្នកនាងធំលូនឹងក្លាយជាអ្នកស្នងមរតកបន្តនៅពេលនោះអូនអាចនឹងជួយបងឲ្យទាញគាត់បានទៀតផងណានេះគឺជាឱកាសទី1ក្នុងជីវិតហើយបើអញ្ចឹងមែននោះទោះបីយើងបាត់កម្មវិធីទីពីក្រុមហ៊ុនសៀវគ្រប់ក៏ដោយគ្មានបញ្ហាទេបាត់តែគ្រួសារសៀវលំដាប់ទី1នៅហើយជើនេះក៏មិនអាចប្រៀបទៅនឹងគ្រួសារដែលមានកម្ពូលទៅរាជធានីដែរមិនបាច់និយាយដល់គ្រួសារលូទេសូម្បីតែរោមជើងគេមិនបានផង
អចារ្យណាបងប្រុសជាមួយនឹងទេពកោសល្យរបស់បងដល់ពេលនោះគ្រួសារលូនឹងសរសើរទទួលស្គាល់បងគ្រួសារពួកយើងប្រកាសជានៅឡាខ្ពស់កប់ប្រពកមិនខានមែនហើយអរគុណណាអ្នកនាងលូម៉ែគ្រួសារធំទាំង4នៅរាជធានីនេះមកដល់ហើយចុះនៅថ្ងៃស្អែកនេះហើយនៅស្នាក់នៅសន្តាគារជីនហៅអូនអាចនាំបងទៅទីនោះមិនប្រកាសដែរពួកយើងអាចនឹងបង្កើតទំនាក់ទំនងជាមួយគេបានមុនក៏ថាបានដែរលៀនបងសុំទោសផងណាមុននឹងបងធ្វើមិនល្អដាក់អូនស្ដីបន្ទោសអូនបងសុំទោសផងណាមិនអីទេអាចជឿអូនជឿជាក់លើបងថាលើកនេះបងនឹងអាចក្តាប់ឱកាសល្អនេះបានដល់ពេលនោះគឺអាចឲ្យនាងលូលីអ៊ីងបានស្លាប់ភ្នែកឃើញច្បាស់ដែលហ៊ានខົບខិតគ្នាបំផ្លាញការបញ្ជាទិញរាប់ពាន់លានរបស់បងអាចជឿបងក៏មានសមត្ថភាពធ្វើឲ្យគ្រួសារអ៊ីខ្ពង់ខ្ពស់បានដូចគ្នាដែរនាងគ្រាន់តែជាស្រីម្នាក់បោកប្រាស់ប្រុសឡើងខ្ពស់តែប៉ុណ្ណោះចង់តោកប្រុសឡើងដល់កំពូលឡើងបានតែមកកាប់ប៉ុណ្ណោះក៏ត្រូវរលួយហើយក៏ស្អុយនឹងបាត់ទៅហើយអាកេនាយកសៀវលោកអាចទៅក្នុងឡានឈប់នៅខាងមុខនេះចាលីវអ៊ីងអ្នកនាងទៅលែងលះពីគ្រួសារអ៊ីស្នាក់នៅណារឿងនេះលោកកុំបារម្ភអីណាខ្ញុំមានកន្លែងទៅហើយខ្ញុំជួយនឹងទៅចុះមិនចាំបាច់ទេអាកេនាយកសៀវលោកគឺជាអ្នកប្រគ្រួសារលំដាប់កំពូលទី4ហើយនៅជាអាកេនាយកក្រុមហ៊ុនសៀវគ្រប់ទៀតលោកដើរតាមខ្វល់ខ្វាយនឹងស្រីទៅលេងប្តីធ្វើអីទៅយ៉ាងរក្សាកម្រិតគ្នាចាស់កុំឲ្យគេតាមប្រមាញ់ថតខ្ញុំមិនខ្វល់ទេតែខ្ញុំខ្វល់អញ្ចឹងបានខ្ញុំតាមអ្នកនាងឈប់ឡើងទៅសើបសាកលេខឡានមួយឲ្យខ្ញុំអ្នកនឹងធំអ្នកដឹកនាំគ្រួសារទាំង4ស្អែកមកដល់ហើយជើហើយក៏កំពុងតែដុតដៃដុតជើងខ្លាំងណាស់រៀបចំសន្និសីទផ្សព្វផ្សាយការវិនិយោគគ្រួសារលូពួកគេចង់ជួបអ្នកនាងផ្ទាល់តើអ្នកនាងគិតយ៉ាងម៉េចដែរបានទេ3ឆ្នាំមុននេះខ្ញុំលេងដែរពេកហើយលើកនេះចង់លើកមុខលោកមាត់គ្រួសារវិញចង់រំលឹករឿងចាស់ៗជាមួយលោកពូល្អណាស់អញ្ចឹងខ្ញុំរៀបចំឲ្យបានល្អបំផុតនៅសន្តាគារជីងហើយត្រូវហើយគ្រួសារធំទាំង4ក៏អញ្ជើញអ្នកនាងជាពិសេសផងដែរនេះជាលិខិតអាចប្រើប្រាស់ចដៅយន្តទៅជន់លើបានចាំតិចទៀតខ្ញុំសូវលេខទូរស័ព្ទអ្នកគ្រប់គ្រងសន្តាគារជីងហើយនៅក្នុងទូរស័ព្ទអ្នកនាងដើម្បីឲ្យអ្នកនាងស្រួលតាក់ទងនិងមានការអីត្រូវប្រើអ្នកនាងអាចទៅតាគីបានណាអរគុណបច្ច័យហើយបាទអឡូយើងដឹងហើយអ្នកនាងធំសើហើយឈន់កំពុងតាមដានឡានរបស់ពួកយើងហើយរឿងនេះមិនឲ្យតាមគេទេចាឲ្យទៅសើបឡានស្លាកលេខនោះយ៉ាងម៉េចហើយសើបដឹងហើយអគ្គនាយកសៀវឡានដែរអ្នកនាងលូឡើងជ័យគឺជាឡានរបស់លោកពូឈិនអ្នកគ្រប់គ្រងអគ្គនាយកធំនៅអាណាចក្រក្រុមហ៊ុនលូគ្រប់ឡានរបស់អគ្គនាយកគ្រួសារលូស៊ូអ៊ីក៏លូដែរមិនអាចចែកដល់បែបនេះទេអគ្គនាយកសៀវលោកសង្ស័យថាអ្នកនាងលូគឺជាមនុស្សគ្រួសារអាណាចក្រលូមែនទេនាងគិតយ៉ាងម៉េចដែរខ្ញុំគិតថាមិនអាចទៅរួចនោះទេគ្រួសារលោកគឺជាគ្រួសារលំដាប់កំពូលលេខ1បើសិនជាអ្នកនាងលោកគឺជាមនុស្សគ្រួសារលោកពិតមែននោះមិនយ៉ាងអាចនឹកខ្ចាត់ប្រុសតែម្នាក់ឯងយ៉ាងហើយជើក្នុងគ្រួសារលំដាប់ទី2ធ្វើត្រឹមតែជាស្រីវាផ្ទះទៅខ្ញុំគិតថាគ្រាន់តែជាខ្សែស្រឡាយទៅទៀតមួយបំផុតរបស់គ្រួសារលោកតែប៉ុណ្ណោះនាងនិយាយសមហេតុផលតែខ្ញុំថាចាប់អារម្មណ៍នាងជានាងល្អជាងមិនមែនសមាជិកភាពនាងទេអញ្ជើញខានជប់គ្នាយូរហើយលោកអគ្គនាយកស្វាមីខានជប់គ្នាយូរហើយនៅនាងធំអ៊ូបងហឈន់មិនក៏បងហាក់ខ្ញុំថាអញ្ចឹងខ្ញុំគឺជាអនាគតភរិយារបស់បងអីក៏ធ្វើខ្លួនឃ្លាតឆ្ងាយម្ល៉េះមិនក៏មកទីនេះមានការអីមែនទេលើកនេះគឺខ្ញុំបានមកជាមួយនឹងអ្នកដំណើរឲ្យគ្រួសារធំតែ4នៅទីក្រុងរាជធានីដើម្បីចូលរួមសន្និសីទការវិនិយោគរបស់ក្រុមហ៊ុនអាណាចក្រលូក្រុងនៅថ្ងៃស្អែកនេះហើយនៅមានរឿងដែលសំខាន់ជាងនេះទៀតរឿងអីដែលសំខាន់ជាងការវិនិយោគគ្រួសារអ៊ូទៀតនោះគឺនិយាយពីរឿងរៀបការបងហើយនឹងអូនហ្នឹងចាំមិនបងរៀបរែកទេក៏ប្រុសតែមនុស្សស្រីការពីយប់ម្សិលមិញហ្នឹងមែនទេណ៎ណាទេគឺស្រីដែលគ្រួសារអ៊ីទាត់ចោលហើយត្រូវបងបាក់ដៃឲ្យបង្ករឿងក្នុងពិធីយប់ចុះហត្ថលេខាបងមានទំនាក់ទំនងអីជាមួយនាងនៅនឹងលូពិតជាយកចិត្តទុកដាក់នឹងខ្ញុំមែនតែខ្ញុំនឹងគេមានអីនឹងគ្នាក៏គ្មានអីតាក់ទងនឹងនាងដែរគ្មានអីតាក់ទងទេបងនឹងខ្ញុំរៀបការនឹងគ្នាណាបងគឺជាគូរណ្ដឹងរបស់ខ្ញុំបងបែរជាតែមានទំនាក់ទំនងនឹងស្រីដែលគេទាត់ចោលចាប់បងគិតចាំមកជាមួយខ្ញុំនៅនឹងអ៊ូពេលនេះសម័យអីទៅហើយបើអញ្ចឹងរឿងរៀបការខ្ញុំនឹងអ្នកនាងក៏រំសាយចោលទៅខ្ញុំប្រាប់បងចាស់សៀវហើយឈុនមានប្រុសជាច្រើនតម្រង់ជួលតាំងពីរាជធានីដល់ប៉ារីសឯណោះបងសម្អាងអីបានជាមួយមិនឃើញខ្ញុំប៉ុន្តែពួកយើងមិនស័ក្តិសមនឹងគ្នានោះទេបងនិយាយស្អីខ្ញុំប្រាប់បងម្ដងទៀតតែសៀវហើយឈុនមួយជីវិតបងនេះគឺជាមនុស្សប្រុសតែម្នាក់គត់តែសន្យារៀបការនឹងខ្ញុំគឺបងរត់គេចមិនរួចនោះទេសម្អាងអីទៅ
គឺសំអាងលើខ្ញុំជាគ្រួសារអូពីរាជធានីដែលមានអំណាចខ្លាំងជាងបងរាប់ពាន់ដងឯណាខ្ញុំអាចបំផ្លាញក្រុមហ៊ុនសៀវគ្រប់ពួកបងដែលមិនចាំបាច់ទៅខំប្រឹងអីទាំងអស់នាងគម្រាមខ្ញុំបងសៀវហើយឈុនខ្ញុំសុំទោសគឺមុននេះខ្ញុំរំជួលចិត្តពេកហើយតាមពិតខ្ញុំមកទីនេះគឺដើម្បីបើកសន្និសីទផ្សព្វផ្សាយការវិនិយោគនៅថ្ងៃស្អែកនៅពិធីស្នងតំណែងនៅ4ថ្ងៃទៀតរបស់ក្រុមហ៊ុនគ្រួសារលោកគ្រប់ជាផ្លូវការប៉ុណ្ណោះហើយឲ្យខ្ញុំអាចទទួលបានការពេញចិត្តពេលដែលនាងលោកបានហើយនោះគ្រួសារអ៊ូខ្ញុំនឹងឡើងមានមុខមាត់កប់មេឃហើយនៅនាងធំគ្រួសារលោកត្រូវនាងគឺជាស្ដេចស្រីក្នុងរឿងព្រេងនិទាននៃពិភពចំនួនចិនបើសិននៅក្នុងពិធីស្នងតំណែងគ្រួសារជាផ្លូវការនៅ4ថ្ងៃក្រោយនោះខ្ញុំអាចតំណាងឲ្យគ្រួសារអ៊ូបង្កើតចំណងមិត្តភាពជាមួយគ្រួសារលោកខ្ញុំជឿថាគ្រួសារអ៊ូនឹងក្លាយជាគ្រួសារធំលំដាប់ទី5នៅរាជធានីហើយឡងតើវាមានអីពាក់ព័ន្ធនឹងខ្ញុំទៅឲ្យតែបងរៀបការខ្លះជាគុំប្រសាចុះក្នុងគ្រួសារអ៊ូហើយអញ្ចឹងគ្រួសារសៀវបងក៏ទទួលបានលៀបសក្ការៈតាមនឹងដែរប៉ុន្តែបងនៅតែមិនយល់ទៀតទេចង់ឲ្យសៀវហើយឈ្មោះខ្ញុំធ្វើជាកុំប្រសាដើម្បីធ្នូនឹងឱកាសមែនទេសុំទោសផងខ្ញុំធ្វើមិនបានទេបងនេះពិតជាមិនដឹងអ្វីល្អមែនម្យ៉ាងទៀតខ្ញុំមានមនុស្សស្រីដែលខ្ញុំស្រឡាញ់ហើយអ្នកណាគេស្រីដែលតែគ្រូសាអ៊ីគេទាត់ចោលនឹងមិនមែនស្រីថោកទាបនោះឲ្យតែខ្ញុំហាមាត់បញ្ជាតែមួយគ្រឿងខ្ញុំនឹងធ្វើឲ្យវាទាល់ផ្លូវទៅមិនរួចនាងហ៊ានធ្វើឲ្យគេសាក់លោមើលទៅចាំតែមើលទៅថាខ្ញុំហ៊ានធ្វើឬក៏អត់បងគិតឲ្យច្បាស់ទៅនាងអាចជានាងធំគ្រួសារលូទេតើវាយ៉ាងម៉េចទៅយប់នេះប្រមុខនៃគ្រួសារធំទាំង4មកពីរដ្ឋធានីនឹងមកជួបជុំគ្នានៅសន្តាគារជាងហាពួកយើងដូច្នេះហើយសន្តាគារយើងមិនបើកសម្រាប់ភ្ញៀវសាធារណៈទៀតទេតែពួកលោកគឺជាភ្ញៀវដែលតំណាងឲ្យអ្នកនាងហួរជាពិសេសដូច្នេះករណីលើកលែងអញ្ជើញពួកលោករងចាំបន្តិចអ្នកនាងហួរនៅម្ដងឥឡូវហើយចាអរគុណលូលីអ៊ីនទេនាងស្អីគេនេះហ៊ានមកបង្ហាញខ្លួនដល់ទីនេះទៀតយើងនឹងធ្វើឲ្យនាងឃើញម្ដងឈប់ភ្លាមខ្ញុំមកជួបពួកលោកទៀតហើយពិតជាសោយមែនលូលីអ៊ីងនាងមកទីនេះធ្វើអីចាំមិនសន្តាគារជាងហានេះលោកមកបានហើយខ្ញុំមកមិនបាននេះគឺនាងមករញ៉េរញ៉ៃពីទីចុះហត្ថលេខាឲ្យខ្ទេចអត់ធ្វើឲ្យក្រុមហ៊ុនសៀគ្រប់ខណ្ឌសម្បត្តិលោកចောင်းកិច្ចសន្យា100លាននាងពិតជាមនុស្សស៊ីបាយបោកឆ្នាំងមែនយើងឲ្យនាងស៊ីចុកបុកទៅពីឲ្យកន្លែងនៅហើយនៅតែមិនស្កប់ទេបែរជាទៅលួចស្ទូចអាប្រុសអ្នកស្រីនោះបោកបំផ្លាញគេឈ្មោះគ្រួសារអ៊ីយើងឲ្យបាត់អស់នាងនេះពិតជាចម្រៃមែនម៉ាក់កុំតែនិយាយជាមួយស្រីមិនស្គាល់ស្រាប់នេះនាំតែខាងអត់ប្រយោជន៍ទេលូលីអ៊ីងកុំគិតថានាងនៅលើគេទោះជាសៀវហើយឈុនក៏ធ្វើមិនបានក្រុមហ៊ុនសៀវគ្រប់ធៀបមិនបានទៅនរមជើងក្នុងមួយឯកថ្មីដែលអ្នកនាងហូបបានរកមកចំនួនថ្មីឲ្យពួកយើងទេគ្រួសារពួកអ្នកនៅឈ្គត់មិនទាន់ឆ្អែតទៀតមែនកិច្ចសន្យារាប់រយលាននោះបានលុបចោលហើយនៅតំណគ្នាជឿពាក្យសម្ដីមិនបានការរបស់ហ៊ូលីនីនោះទៀតលូលីអ៊ីងខ្ញុំលេងលះនាងវាធ្វើឲ្យនាងរត់ចិត្តមែនទេនាងស្កាត់មកជួបខ្ញុំនៅទីនេះដើម្បីខ្ញុំបដូរចិត្តត្រឡប់ទៅវិញមែនទេតើនាងចង់បានអីឲ្យប្រកាសទៅហ៎មានចេតនាចំឈោលោកដូចជាអង្គុយលើចង្អេរលើខ្លួនឯងខ្ពស់ពេកហើយខ្ញុំមកទីនេះតាមខាងជើញតែប៉ុណ្ណោះគ្មានតាក់ទងអីជាមួយលោកទេនៅសម្ដែងធ្វើលើទៀតទទួលការអញ្ជើញខ្លាចតែនាងមិនដឹងថាខ្លឹមសារយប់នេះប្រមុខគ្រួសារធំទាំង4នៅរាជធានីម្ដងហើយចេញស្នាក់នៅសន្តាគារជាងហើយនេះសន្តាគារនេះគេមិនបាច់ទទួលភ្ញៀវជាសាធារណៈទេគេបាត់គ្រប់កន្លែងនេះនាងចេះមកកុហកអត់ក្រឡែកមិនចេះខ្មាស់អៀនតតែសោះនាងមិនដឹងទេនាងធ្វើបែបនឹងគួរអស់សម្លាប់មែនគួរឲ្យចង់សាច់ដែលពួកលោកនេះមកឈួតមួយគ្រួសារហើយគ្រួសារធំទាំង4ដែលពួកលោកកំពុងនិយាយនេះហើយគឺជាអ្នកដែលអញ្ជើញខ្ញុំមកនាងនៅហ៊ាននិយាយអញ្ជើញទៀតទេសិតតែគ្រួសារទាំង4អញ្ជើញនាងមកនិយាយអត់ចេះខ្មាស់គេសោះហ្មងនាងមានលឺអ្វីដែលខ្លួនឯងនិយាយដែរទេហ៎បើចង់កុហកត្រូវតែកុហកឲ្យវាមានប្រពៃដែរខ្ញុំប្រាប់នាងទៅចុះនៅសន្តាគារជាងហើយយប់នេះនាងគ្មានសម្បត្តិអ្វីសូម្បីតែឈាមជើងចូលផងអ្នកដែលគ្មានសម្បត្តិចូលនឹងគេដូចពលលោកទេប្រឹងដល់ប្រើវិធីបែបនេះទីអារម្មណ៍ខ្ញុំមានប្រយោជន៍មែនទេវាសំទំនងណាស់មែនទេគំនិតរបស់ខ្ញុំនឹងនាងគឺគ្មានផ្លាស់ប្ដូរឡើយសូម្បីបន្តិចក៏គ្មានដែរនាងយល់ទេទៅវិញខ្ញុំមានអារម្មណ៍ថានាងគួរឲ្យអស់សំណើខ្លាំងណាស់បានហើយបងប្រានិយាយខាតទឹកមាត់ជាមួយនេះអត់ប្រយោជន៍មនុស្សស្រីនាងនេះគ្មានតែដឹកខ្យល់អីនោះទេលូលីអ៊ីងយល់ថាធ្លាប់យកប្តីប្រពន្ធនឹងគ្នាខ្ញុំមិនចង់ឃើញនាងល្ងងរហូតមកដល់ផ្លូវស្លាប់ចឹងទេខ្ញុំប្រាប់នាងជាលើកចុងក្រោយទៅចោះថាសន្តាគារជាងហើយយប់នេះគេបិទគ្រប់កន្លែងហាមមិនឲ្យមនុស្សពាក់ព័ន្ធចូលជាដាច់ខាតវាមិនមែនជាកន្លែងឲ្យនាងអាចចូលមកបានទេណាអ្នកដែលមិនពាក់ព័ន្ធក្រែងជាពលលោកតាមមែនអត់ប្រមុខគ្រួសារលំដាប់ទាំង4មិនមែនចេះអ្វីដែលនាងធ្វើបានតាមចិត្តនោះទេនាងគួរអាណិតខ្លួនឯងខ្លះទៅកុំយកជីវិតទៅលេងសើចសមនឹងតម្លៃអត់ហ្នឹងបានអញ្ចឹងយប់នេះខ្ញុំនឹងឈរនៅទីនេះនឹងចាំមើលថាតើអ្នកណាហ៊ានសម្លាប់ខ្ញុំទេ
នាងស្រីល្អឯងនេះថ្ងៃនេះហើយនៅតែចេះទៀតអាចជឿយើងទុកឱកាសឲ្យនាងរហូតនាងបែរជាមិនចេះខ្មាស់គេទៅវិញលោកលាអេងខ្ញុំនេះមិនបាច់ឲ្យគេទុកឱកាសឲ្យនោះទេនាងនេះឆ្អិនមិនទាន់រឹងផងខ្ញុំខ្លាចតែក៏មិនបានហើយរលំនោះទេខ្ញុំមិនចាប់មើលត្រាលេខបែបនេះសន្តិសុខមានរឿងអីមែនទេអ្នកគ្រប់គ្រងលាវបើខ្ញុំចាំមិនខុសទេថ្ងៃនេះគឺប្រមុខគ្រួសារធំទាំង4មកដូច្នេះសន្តាគារជាងហៃនេះមិនបានទទួលភ្ញៀវជាសាធារណៈទេមែនទេមិនខុសទេថ្ងៃនេះសន្តាគារជាងហៃយើងមិនបានទទួលភ្ញៀវទេព្រោះចាំមិនក៏មានកណ្ដោះធ្លាក់លោកមិនស្គាល់ងាប់នៅទីនេះដែរអញ្ចឹងលោកប្រឡាក់អស់ហើយនាងគឺជាស្រីដែលត្រូវគ្រួសារយើងទាត់ក្បាលចោលតែប៉ុណ្ណោះកណ្ដោះស្អីវាសំតែនៅក្នុងនោះតែប៉ុណ្ណោះមិនក៏ចេញមករយាយរញ៉ៃប្រឡាក់កន្លែងគេធ្វើឲ្យប្រលោកប្រឡាក់អស់ហើយក្លិនអត់ស្អីងោតែកណ្ដោះស្អីនោះចេញមកពីទីណាចេះអ្នកគ្រប់គ្រងលាវមិនដឹងទេថាការពីម្សិលមិញហ្នឹងគឺនាងនេះឆ្លៀតឱកាសបន្លំជាគូស្នេហ៍របស់អគ្គនាយកសៀទៅបករឿងញ៉ៃក្នុងពិធីចុះហត្ថលេខាបំផ្លាញកិច្ចសន្យារាប់រយលានរវាងគ្រួសារអ៊ីនិងក្រុមហ៊ុនសៀវក្របឥឡូវហ្នឹងក៏មានចេតនាតាមកន្ទុយពួកយើងចូលមកសន្តាគារជាងហៃទៀតនិយាយតែឃើញពួកយើងល្អមិនបានទេដឹងតែមកឆេឆេដឹងថាយើងបញ្ចុះប្រមុខគ្រួសារទាំង4ក៏មកញ៉ៃបករឿងនាងនេះពិតជាសាហាវមែនទេអ្នកគ្រប់គ្រងទូទៅយើងបានប្រាប់ថាយប់នេះមិនអនុញ្ញាតឲ្យមានកំហុសឆ្គងណាមួយលើភ្ញៀវកិត្តិយសដែលមកសន្តាគារជាងហៃយើងនេះទេសន្តិសុខបាទសន្តិសុខបាទនាងមានដឹងទេថាតាមកបង្ករឿងញ៉ៃញ៉ៃដល់សន្តាគារជាងហៃយើងមានលទ្ធផលយ៉ាងណាប្រាប់មកថាចង់ចេញទៅដល់ខ្លួនឯងឬក៏ចង់ឲ្យគេចាប់នាងបោះចេញទៅក្រៅអ្នកគ្រប់គ្រងលាវខ្ញុំណែនាំនាងគិតពីស្ថានភាពខ្លួនឯងជាមុនបន្តិចមុននឹងនាងចាំមិនដឹងខ្ញុំចេញឈឹកពិតជាសម្ដីហំមែនលូលីអ៊ីងនាងនេះពិតជាក្បាលរឿងចេះមែននាងនេះពិតជាមិនដឹងស្លាប់រស់មែនអ្នកគ្រប់គ្រងលាវនៅស្ទាក់ស្ទើរអីទៀតនេះគេកំពុងតែគម្រាមអ្នកនាងបើនៅតែមិនដឹងទៀតទេពួកយើងនឹងចាត់ការឲ្យពួកយើងសុទ្ធតែជាមនុស្សស្រីខ្ញុំមិនចង់ប្រើកម្លាំងដៃជើងទេតែបើនាងនៅតែជជែករឿងទៀតក៏មិនទោះថាខ្ញុំមិនគួរសមសឹកសន្តិសុខឆាប់ចាប់ខ្លួនបាទនេះឆាប់សិនចាំម៉េចពេលនេះខ្លាញ់ហើយតែខ្ញុំប្រាប់ចុះថាវាយឺតពេលហើយអ្នកគ្រប់គ្រងលាវខ្ញុំមិនចង់ឲ្យអ្នកនេះពិបាកទេគឺខ្ញុំពិតជាទទួលបានការអញ្ជើញពិតមែននេះលិខិតអញ្ជើញស្អីគេនឹងនេះគឺជាលិខិតអញ្ជើញដែលប្រមុខគ្រួសារធំទាំង4បានអញ្ជើញខ្ញុំបញ្ជាក់ច្បាស់ណាស់ថាអ្នកដែលគេអញ្ជើញគឺជាខ្ញុំលោកនេះអីណាយ៉ាងនេះប្រសពកុហកមែនណាដែលចង់យករបស់សម្អាងមកទៀតការងារល្អណាស់តាជប់នេះនាងដូចជាចំណាយកម្លាំងច្រើនបន្តិចតែតាំងពីដើមមកខ្ញុំមិនដែលឮសោះថាចុះសន្តាគារជាងហេតុត្រូវមានធៀបអញ្ជើញអញ្ចឹងដែរសោះខ្ញុំធ្វើជាអ្នកគ្រប់គ្រងនៅសន្តាគារនេះឡើង2ឆ្នាំមកហើយមិនក៏មិនដែលឮថាសន្តាគារយើងមានគោលការណ៍អ្វីបែបហ្នឹងនាងយកក្រដាស់មួយសន្លឹកថាជាលិខិតអញ្ជើញអញ្ចឹងនាងនេះមិនចេះខ្មាស់អីគេបន្តិចសោះនៅលើលិខិតនេះគឺមានបទត្រារបស់គ្រួសារធំទាំង4ប៉ុន្តែខ្លាំងៗអ្នកទាំងអស់គ្នាមើលទៅគេនឹងដឹងហើយគ្រួសារធំទាំង4វ៉ាវអីក៏បកកាយម្លឹងអ្នកគ្រប់គ្រងលាវអ្នកនាងយកតែពិនិត្យមើលបន្តិចមើលក្រែងលោកតែថាស្រីដែលគ្រួសារអ៊ីយើងតតចោលនេះពិតជាភ្ញៀវកិត្តិយសរបស់សន្តាគារនេះមែនណាបើអញ្ចឹងពួកយើងមិនវាន់កហើយទេមិនចាំបាច់ទៅហត់ពិនិត្យអីទេគ្រាន់តែជាស្រីដែលគេទាត់ចោលម្នាក់ជាមនុស្សកុហកបៀមពាក្យបោកប្រាស់ពេញមាត់បែបនេះមិនអាចខ្លាចជាភ្ញៀវកិត្តិយសរបស់សន្តាគារពួកយើងទេកុំអីតែលោកថានៅលើលិខិតហ្នឹងពិតជាមានបទត្រារបស់គ្រួសារធំទាំង4មែនទេមើលតែខាងក្រៅក៏ដឹងថាជាត្រាតម្លៃមិនប្រមាណយន់ដែររបស់ខ្លាំងៗនៅតែជារបស់ខ្លាំងៗអ្នកគ្រប់គ្រងលាវខ្ញុំសូមណែនាំឲ្យអ្នកនាងគិតឲ្យច្បាស់ថាលទ្ធផលដែលហែកបំផ្លាញលិខិតអញ្ជើញនេះឋានៈនាងដែលត្រឹមតែជាអ្នកគ្រប់គ្រងនោះអាចទទួលខុសត្រូវរួចទេត្រឹមជាមនុស្សឆោតដូចនាងសំនឹងគម្រាមខ្ញុំបានដែរមែនទេខ្ញុំគ្រាន់តែនិយាយអ្វីជាការពិតប៉ុណ្ណោះតែបានអ្នកនាងជ្រុលជាហែកទៅហែកខ្ញុំក៏គ្មានពីអីត្រូវនិយាយទៀតដែរប្រកាសជាគ្មានអីត្រូវនិយាយនឹងហើយសន្តិសុខឆាប់អូកូននាងយកចេញទៅចាំមើលអ្នកណាហ៊ានទៅហើយយ៉ាគិតទៅនាងនេះពិតជាស្រីដែរមិនចេះខ្មាស់គេមែននៅហ៊ាននាំប្រុសចូលមកទៀតខ្ញុំពិតជាឆ្ងល់មែនអ្នកដឹងថាសមាជិកខ្ញុំជាអ្វីហើយនៅតែនិយាយអ្វីផ្លាច់ៗទៀតមែនទេនេះពិតជាមិនដឹងអីមែនតែមិនហើយដែលថាគ្រួសារសៀវគឺជាគ្រួសារលំដាប់លេខ1នៅហើយចៅតែបើបាននៅចំពោះមុខគ្រួសារធំទាំង4វិញមិនខុសអ្វីពីសត្វចលែនទេជប់នេះអ្នកនេះហូរនាំពួកយើងចូលមកក្នុងនាមជាភ្ញៀវកិត្តិយសមកគោរពជួបប្រមុខគ្រួសារទាំង4ជាមួយតំណែងតំណងនេះគ្រួសារអ៊ីពួកយើងនឹងជោគជ័យហោះខ្ពស់កប់ពពកជាមិនខានមែនហើយខ្លាចលោតែពេលនោះតំណែងគ្រួសារខ្ពស់លេខ1នៅហើយចៅនោះធ្លាក់មកលើគ្រួសារអ៊ីពួកយើងទេចិត្តដល់ពេលដែលភ្ញៀវកិត្តិយសមកដល់ហើយបាននៅតែបណ្ដោយឲ្យកណ្ដោសម្អុយពីក្បាលនេះនៅអញ្ញាតាមតែអំពើចិត្តនៅទីនេះទៀតអ្នកគ្រប់គ្រងអូច្បាស់ជាស្រីបន្ទូឲ្យខ្ញុំចាត់ចែងថាវាមិនបានល្អសន្តិសុខឆាប់មកអូឆ្កែយីឈ្មោលពីក្បាលនេះចេញទៅភ្លាមខ្ញុំគឺសៀវភ័យឈន់នាងមិនស្គាល់ខ្ញុំទេ
អាកានិយោសៀវពីក្រុមហ៊ុនសៀវគ្រប់នឹងមែនទេខ្ញុំប្រកាសជាស្គាល់ហើយប៉ុន្តែទីនេះគឺជាសន្តាគារជាងហើយដូចនេះខ្ញុំមិនខ្វល់ថាលោកជាអ្នកណាទេចាត់ការទៅឆាប់សិនខ្ញុំទូរស័ព្ទមកភ្លាមឲ្យនាងទូរស័ព្ទទេខ្ញុំក៏ចង់ដឹងដែរថានាងនៅលេងល្បិចអីទៀតទេអូបៃឆាំងខ្ញុំក៏លូលីអ៊ីងណាសួស្ដីនាងលូខ្ញុំនឹងឲ្យអូបៃឆាំងនាងដល់សន្តាគារជាងហើយតែម្ដងតែមកជប់រឿងអញ្ញាញ៉ៃនៅអាហារដ្ឋានខាងក្រៅបន្តិចរឿងអញ្ញាញ៉ៃគឺអ្នកគ្រប់គ្រងរបស់លោកគេមិនរីករាយស្វាគមន៍ខ្ញុំទេអ្នកណាខ្លាំងធំលេះក៏ប្របីនាងទៅពេលខ្ញុំ5នាទីខ្ញុំនាំមនុស្សទៅដល់ហើយ3នាទីរយៈពេល3នាទីតែប៉ុណ្ណោះបើមិនមកទេអញ្ចឹងប្រមុខគ្រួសារធំទាំង4នាក់គឺមិនអាចជួបខ្ញុំទេលោកចាំទទួលកំហែងថ្មបាក់ពីពួកគេchứប្រហែលនាយកគឺជាប្រធានគ្រប់គ្រងក្រុមហ៊ុនជាងហារបស់ពួកយើងមិនមែនជាអ្នកដែលអាចឲ្យមនុស្សសំអុយរលួយដូចជានាងជាតែឲ្យប្រើបានទេនៅហ៊ានប្រើឈ្មោះរបស់គេពេញទៀតមើលទៅជប់នេះនាងលេងចង់រស់បានយូរហើយសន្តិសុខឆាប់ខាច់ដៃកាច់ជើងពួកវាបោះចេញទៅអាកានិយោសៀវលោកមិនអីទេខ្ញុំមិនអីទេមនុស្សល្បិចពីរនាក់ឯងនេះមិនចំណាយទៀតដែលចូលដៃចូលជើងគ្នាយ៉ាងហ្នឹងក្រុមហ៊ុនសៀវគ្រប់លំដាប់ទី1ប្រចាំហើយចឹងហើយវាយ៉ាងម៉េចតែសន្តាគារជាងហើយនេះក៏ជាកុលសម្ព័ន្ធរបស់ក្រុមហ៊ុនអាណាចក្រលូគ្រប់ដែលមិនបណ្ដោយឲ្យពួកឯងធ្វើទង្វើព្រៃផ្សៃសន្តិសុខគ្រប់ផ្នែកទាំងអស់ឆាប់មកជុំគ្នានៅអាហារដ្ឋានខាងក្រោមនេះភ្លាមពួកនេះទៅខ្ញុំចាត់ការចុះតែនឹងរកពេលរត់ទៅមិនចាំបាច់ទេតែ3នាទីទៀតម្ដងហើយមិនចេះប្រមាណខ្លួនខ្ញុំមើលទៅនាងពិតជាគ្មានឆ្នាំព្យាបាលមែនចាត់ការពួកគេទាំងពីរនេះភ្លាមលេងហ្វីនាងពិតជាប្រហើនមែននាយកមិនក៏លោកមកអញ្ចឹងបើខ្ញុំមិនមកទេមិនតែដឹងថានាងធ្វើការបានល្អយ៉ាងណាទៅធ្វើការបានល្អលោកនាយកជប់នេះខ្ញុំធ្វើការមិនបានល្អដែលបណ្ដាលឲ្យមនុស្សមិនស្គាល់សប្បុរសពីរនាក់នេះចូលមកប្រឡូកនាងពិតជាបានទេមែននាយកមិនទៅខ្ញុំអ៊ីបបៃចឹងនៃសន្តាគារជីងហៅសូមគោរពអ្នកនាងសូមគោរពអ្នកនាងធំនេះមិនទាំងអាចទៅនាយកគឺជាអ្នកគ្រប់គ្រងមិនទាំងអាចលុបចង្គង់គោរពស្រីម្នាក់នេះលោកក្រាបឡើងអ៊ីបៃខ្ញុំមកយឺតសុទ្ធអ្នកនាងធំលូដាក់ពីណីចុះលិខិតចេញឲ្យគ្រួសារធំទាំង4ជនខ្ញុំគឺត្រូវអ្នកគ្រប់គ្រងធម្មតាម្នាក់នេះឲ្យចាប់បាត់ហើយនៅឲ្យសន្តិសុខគ្រប់ផ្នែកទាំងអស់ចេញមកហៅព័ទ្ធចាប់ខ្ញុំនិងមិត្តខ្ញុំទៀតនៅនិយាយថាចង់វាយបបាក់ជើងខ្ញុំទៅទូទៀតខ្ញុំគ្រាន់តែជាស្រីទុំខ្សែម្នាក់មិននឹងហ៊ានទៅលេងលោកបែរជាឋានៈអ្នកគ្រប់គ្រងនៅសន្តាគារទេចុករៃយោនាងបានធ្វើស្អីខ្លះនឹងនាយកខ្ញុំធ្វើទៅតាមទូនាទីដែលលោកចាត់ចែងឲ្យប៉ុណ្ណោះមកហើយសន្តិសុខឆាប់អូខេចេញទៅចាប់ពីយប់នេះទៅនាងត្រូវបញ្ឈប់ពីការងារហើយឈ្មោះនាងត្រូវដាក់ក្នុងបញ្ជីខ្មៅបញ្ជូនទៅស្ថានភាពទាំងអស់នាយកខ្ញុំអាចធ្វើបាច់នឹងដាក់ខ្ញុំបានទេនាយកនាងលូយប់នេះខ្ញុំគ្រប់គ្រងស្ថានភាពបានល្អសុំនាងដាក់ទោសមកចុះបាទលីនាងពិតជានាងខ្ញុំគ្រួសារលូពិតនេះមើលតែយប់នេះដូចជាគ្មានរឿងអ្វីអាចសម្លាប់ខ្ញុំបានទេនាងថាម៉េចនាងនេះចង់សម្លាប់នាងធំលូផងហ៎នាយកនាងនេះត្រឹមតែជាស្រីដែលគ្រួសារអីខ្ញុំទាត់ចោលតែប៉ុណ្ណោះហេតុអីក៏លោកត្រូវគោរពនាងខ្លាំងម្ល៉េះហេតុអីគឺដោយសារតែគាត់ជាភ្ញៀវកិត្តិយសដែលប្រមុខគ្រួសារធំទាំង4អញ្ជើញឲ្យចង់ជួបយប់នេះមិនអាចនោះទេនាងស្អីគេនេះចេះតែអូប្រុសឡើងក្រែតែប៉ុណ្ណោះម៉ាកុំចេះតែនិយាយទៅតាយើងហ៊ានប្រមាថនៅប្រមុខគ្រួសារលោកផងតែកំភ្លៀងនាយកលោកជូនខ្ញុំឡើងទៅនាងធំលូចុះពួកនេះវិញមានតែអាកានិយោសៀវទេដែលជាមិត្តរបស់ខ្ញុំលោកជួយស្វាគមន៍កែល្អផងក្រៅពីនេះគឺខ្ញុំមិនស្គាល់ទេសូមចេញខាងនេះបាទសូមទៅផលកែយោសៀវប្រមុខធំទាំង4បានខលមកបានតែនាងមួយគត់បន្តោះអាចឡើងបានលោកមិនអាចបានទេបាទអាកានិយោសៀវសូមលោកជួយចាំខ្ញុំតិចទៅណានាងធំលូបន្ទប់ប្រមុខធំទាំង4គឺនៅ VIP 001បាទនាងអាចឡើងទៅផ្ទាល់បានបាទចំណែកដែលមិនពាក់ព័ន្ធចាប់ខ្ញុំចាត់ការចុះបាទពួកឯងឆាប់ជួយដំណើរនាងធំលូបាទសូមជើញសន្តិសុខដល់គ្នាក្រុមហ៊ុនលូគ្រប់អ្នកគ្រប់គ្រងទូទៅប្រចាំសាខានៅហៃជើក្រុមហ៊ុនលូមិនប្រកាសគេខាងក្រៅដឹងសោះថាមានអ្នកគ្រប់គ្រងនៅហៃជើសូម្បីតែពួកយើងក៏គ្មានដឹងអីដែរនៅមាននាមប័ណ្ណនេះទៀតគឺអ្នកនាងលូសានសាងជាអ្នកចេញវិជាដល់ផ្ទាល់មាត់រួចសឹមចាំប្រកាសប្រាប់នៅពេលសន្និសីទវិនិយោគសល់2ថ្ងៃទៀតទើបសន្និសីទវិនិយោគធ្វើឡើងនេះគ្រាន់តែជាការសុំរំខានឲ្យលោកពូទាំង4ជួយណែនាំនៅថៃផងបើគ្មានរឿងអីទេទៅវិញចុះ
អិសរាជជនដែលអញ្ជើញមកជប់នេះអាចធ្វើឲ្យលោកពូទាំង4គោរពឲ្យតម្លៃបានមិនដឹងថាចំណត់ក្រោយខ្ញុំនេះមានសំណាងបានជួបពួកគាត់ម្ដងឬមួយក៏អត់ទេវាជារឿងល្អដែរដែលក្មួយៗចេះក្តៅក្រាប់ឱកាសនោះប៉ុន្តែនាងគ្មានឋានៈអ្វីដែលត្រូវមកជួបគល់ម្នាក់នេះទេចា៎នាងខ្ញុំយល់ហើយអញ្ចឹងចំណន់ក្រោយសូមរំខានប្រមុខគ្រួសារទាំង4ទៀតទេសំទោសផលអ្នកនាងនេះជាចិន្តាយន្តរបស់ភ្ញៀវពិសេសគឺ VIP តែប៉ុណ្ណោះដឹងហើយដល់ហើយសូមអញ្ជើញបាទលូលីអ៊ីងអត់ទេប្រកាសជាខ្ញុំមើលច្រឡំហើយមនុស្សសម្រាប់បែបនោះមិនអាចដេកមកកន្លែងបែបនោះបានអេធ្វើស្អីពួកឯងធ្វើស្អីពួកគេចេញទៅជប់សិននិយាយទៅពួកយើងក៏ជាភ្ញៀវដែលយកហួយចេញមកដែរលោកប្រកាសដឹងទេថាធ្វើបែបហ្នឹងដាក់យើងនោះអូលៀនភាពនឹងនាងធំលូនាងជាស្អីទៅលោកពិតជាបានសម្ដែងមែនអាណាដល់ជាខានជប់លូលីអ៊ីងស្អីគេនោះជួគ្រាន់បានហើយតាខ្ញុំតែជួបនឹងប្រមុខគ្រួសារទាំង4ហើយលោកហ៊ានតាក់ខ្ញុំហ៎ប្រយ័ត្នបបនេះខ្លះទៅបើនាងទៅតែមិនគ្រប់នាងលូទៀតប្រយ័ត្នគ្រួសារហ៊ូនាងទាំង4រលីកសោទៅគួរឲ្យអស់សម្ដេចម្លេះខ្ញុំដឹងថាសន្តាគារនេះជាបទសម្ព័ន្ធរបស់ក្រុមហ៊ុនអាណាចក្រលូគ្រប់ប៉ុន្តែលោកឋានៈត្រឹមតែជាកាក់អ្នកគ្រប់គ្រងសន្តាគារប៉ុណ្ណោះសប្តាហ៍ថ្ងៃនេះខ្ញុំគឺជាអ្នកគ្រប់គ្រងទូទៅនៃសាខាក្រុមហ៊ុនលូគ្រប់ប្រចាំថ្ងៃចឹងអញ្ចឹងលោកមិនគួរណាដោយសារតែស្រីដែលគ្រួសារអ៊ីទាត់ចៅនោះមកបំផ្លាញមុខបាត់ខ្ញុំទេសាខាក្រុមហ៊ុនលូគ្រប់ប្រចាំថ្ងៃចៅមិនទាន់មានមុខតម្ដៃពេញលេខផ្លូវការហ្នឹងមែនទេចង់មកគ្រប់គ្រងទូទៅស្អីទៅខ្ញុំមិនទាន់និយាយផងថានាងសូម្បីស្បែកជើងនាងលូក៏មិនស្បើផងឆាប់ចេញទៅបានលោកបៃឆាំងរឿងថ្ងៃនេះខ្ញុំក៏ចំណាំផ្ញើទុកសិនចាស់យើងទៅវិញពិតជាមានប្រទេសអត់ប្រស្រ័យមែនលោកអ៊ូតើលីវអ៊ីងជាអ្នកណាទៅនឹងលូធ្លាប់ហាមឃាត់ជាពិសេសមិនឲ្យបែកធ្លាយអត្តសញ្ញាណពិតរបស់គាត់ឡើយហើយគេនិយាយសៀវកុំធ្វើឲ្យខ្ញុំពិបាកអីណាក៏បាទអញ្ចឹងខ្ញុំទៅចាំនេះបានជ័យតាមសម្រួលបាទជើចូលបកបឆាន់ប្រសិនបជេជើញចូលបើទាំង4ខានជប់គ្នាយូរអញ្ចឹងមានអ្នកបាននេះចាំលោកខ្លះអត់ទេមកចូលមកគួយសិនបងហើយយ៉ានឹងច្មក់ក្មួយទៅរៀនចប់ភ្លាមចូលកាន់កាប់អាជីវកម្មគ្រួសារផ្លេតពូ4នាក់នេះចាំជួយក្មួយចនិចណាម្យ៉ាងទៀតក្មួយបានបង្ហាញឲ្យដឹងថាក្មួយមានទេពកោសល្យអាចឈរមានលំនឹងដោយខ្លួនឯងទៀតផងមែនឡើយនិយាយទៅគ្រួសារធំៗទាំង4ជើងអាចអភិវឌ្ឍបានយ៉ាងឆាប់រហ័សក៏ត្រូវអរគុណចំពោះការណែនាំរបស់នាងចំឯងដែរណាគឺមែនហើយបានហើយពលទាំង4ឆាប់សរសើរអួតពីលូលីអ៊ីងទៀតទៅខ្ញុំនៅតែជានាងចំលូលីអ៊ីងរបស់ពលរហិតអញ្ចឹងនឹងចំលូហេតុផលចម្បងដែលពួកយើងមកពិភាក្សាថ្ងៃនេះបង្ហាញទំនាក់ទំនងនឹងសន្និសីទសពបានពីនិយោត្រូវហើយនាងច្របក់លូលើកនេះពេលដែលគ្រួសារលូលុកចូលហើយចៅចឹងដែលគូសហការសំខាន់ហើយជាគ្រួសារអ៊ីហើយមែនទេគ្រួសារអ៊ីមិនស័ក្តិសមទេយ៉ាងម៉េចមែនទេក្រែងក្មួយនឹងអាល្អិតត្រកូលខ្ញុំបានលេងលាក់គ្នាជាមួយអ៊ីជើបាត់ហើយលេងលាក់ហើយមានរឿងអីទៅនាងច្របក់លូខ្ញុំមានអារម្មណ៍ថាដូចជាចម្លែកណាស់គ្រួសារអ៊ីជាសាច់ថ្លៃរបស់នាងច្របក់លូហើយអីបានជាគេទៅសុំអ្នកដែលមិនពាក់ព័ន្ធអីសពពីគ្រួសារហ៊ូឲ្យមករកពួកយើងចឹងគ្រួសារហ៊ូលីលៀនមែនទេនឹងហើយត្រូវហើយហ៊ូលីលៀនមែនទេចឹងនឹងហើយត្រូវគឺនាងហើយនាងនៅនិយាយទៀតថាជាប្អូនចដូនមួយលូសានបានតែងតាំងឲ្យនៅសាខាប្រចាំហើយជើទៀតលូសានតែមានឋានៈតំណាងចេះចាត់ចែងក្រុមហ៊ុនលូតាំងពីពេលណានាងនិយាយចេញមុខណាស់នៅហ៊ានបោះពុំនេះមកបានខ្លួនទៀតខ្ញុំថានាងសំអុយត្រកោហ៊ូនោះពិតជាឆោតល្ងងមែនគ្រួសារអ៊ីដើម្បីតែអ្នកនាងហ៊ូនោះទៅលេងដែរនឹងខ្ញុំថាម៉េចមិនសមទំនងសោះអាសំអុយអ៊ីហ៊ានក្បត់ផងឯងគួរឲ្យអស់សំដៅម្លេះកូនស្រីរបស់ហ៊ូជាកាយនេះហើយនៅមានតែពឹកឲ្យពួកយើងមកគេទៀតមើលថែខ្ញុំមានតែបំផ្លាញគ្រួសារហ៊ូទៅវិញទេនេះច្រមុះទឹកចិត្តចុះណាពួកពូនឹងរកចិត្តវិធររឿងនេះណាពួកពូទាំង4នាក់នឹងរំសាយកំហឹងឲ្យក្មួយលោកពូទាំង4នៅមុនថ្ងៃស្នងដំណើរមេគ្រួសារផ្លូវការសូមលោកពូកំបាច់ធីសមាជិកភាពរបស់ខ្ញុំឯងនេះអញ្ចឹងក៏ល្អដែរពូចង់ឃើញទឹកមុខស្ដាយក្រោយរបស់គ្រួសារអ៊ីតើវាយ៉ាងម៉េច
ចុះរឿងហ្នឹងនាងច្រមុះឯងមានដៅក្រុមហ៊ុនណាផ្សេងទៀតដែលក្មួយគិតថាជាដៃគូសំខាន់របស់ក្រុមហ៊ុនលោកបានចំនួនគ្រួសារអ៊ីដែរទេខ្ញុំគិតមិនខុសទេគឺក្រុមហ៊ុនសៀវគ្រប់របស់គ្រួសារសៀវជាគ្រួសារលំដាប់លេខ1នៅហៃចៅនេះប្រុសសៀវហើឈွန်សមត្ថភាពក៏មិនណយដែរតាមពួកគាត់គេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាដៃគូសហការសំខាន់របស់ក្រុមហ៊ុនលោកហើយអញ្ចឹងបាទតែនឹងច្រមុះពូដឹងច្បាស់ហើយនេះជាលិខិតចូលរួមផ្សព្វផ្សាយការវិនិយោគណាអញ្ចឹងលោកពូទាំង4សម្រាប់តាមសម្រួលចោះចាំជួបគ្នានៅសិនបាទល្អល្អហើយណាទីកែលូលីអ៊ីងនេះពិតជាអ្នកដែលប្រមុខគ្រួសារធំទាំង4អញ្ជើញមែនទៅអ្នកនាងហ៊ូស្រីថោកទៀតនេះពិតជាអ្នកនៅពីក្រោយខ្នងជាមិនខានទេតួនាងនោះមានអ្នកនៅពីក្រោយខ្នងប៉ុន្តែមិនវាអាចប្រៀបធៀបនឹងក្រុមហ៊ុនលូបានដែរម៉ាក់ខ្ញុំគិតថាការស្មានម៉ាក់ពីមុនគឺមិនខុសអីបន្តិចទេនាងស្រីថោកទៀតនឹងក៏ដើរស្ទូចយកប្រុសអ្នកមានប្រមុខល្បីៗឡើងក្រេនាងស្រីនេះចេះតែដើរលក់ខ្លួនខំដើម្បីតែឡើងព្រឹងមិនដឹងថាពីមុនវាពាក់ស្នែងឲ្យកូនប្រមាណជាន់ទេបើដឹងថាវាជាស្រីសោភីនីបែបហ្នឹងមកឲ្យកូនលេងក្បាលវាតាំងពីយូរជាណាស់មកហើយអ្នកនៅគ្រួសារអ៊ីរាល់ថ្ងៃមិនដុតធ្មេញទេបានចេះស្អុយមាត់យ៉ាងនេះនោះអ្នកនៅគ្រួសារអ៊ីរាល់ថ្ងៃមិនដុតធ្មេញទេបានចេះស្អុយមាត់យ៉ាងនេះនោះខ្ញុំជាអ្នកណាគេទៅលោកជាអគ្គនាយកសៀវក្រែងលោកក៏ត្រូវគេបណ្ដេញចេញដែរកោតតែធ្វើពុតនៅចំពោះមុខពួកយើងទៀតខ្ញុំតែដឹងថាលោកចាប់អារម្មណ៍នឹងស្រីថោកទៀតនោះហើយខ្ញុំក៏ទាយដឹងដូចគ្នាថាលោកក៏មានអារម្មណ៍មិនសនុកក្នុងចិត្តដែរនាងតែម្នាក់ឯងតែទប់ទល់នឹងប្រុសចាស់ដល់តែ4នាក់លោកទេតែមើលថាពេលនេះនាងកំពុងតែនៅក្រោមទ្រង់ប្រុសម្នាក់ណាទៅឬក៏ប្រហែលជានាងក៏ជាមនុស្សស្រីដែរតែសម្ដីចេញមកមិនចេះខ្មាស់អីចើមើលបងស្រីលោកផងទៅលោកសៀវបងស្រីខ្ញុំនិយាយពីបានលោកស្ដាប់ក៏ដោយតែលោកមានសិទ្ធិបដៅនេះទេសៀវហើឈွន់ខ្ញុំប្រាប់លោកទៅចាស់ខ្ញុំពេលនេះមិនខ្ចីខ្លាចលោកសុបបីតែបន្តិចទេមើលទៅអ្នកនាងអ៊ូដូចជារកបានអាយក្រត់មកក៏ជាអញ្ចឹងហើយអាជើអូនតែបានជួបបុគ្គលសំខាន់ដែលប្រមុខគ្រួសារទាំង4បានអញ្ជើញនៅយប់នេះដែរទេអ្នកនាងហូបានជួបមែនទេត្រូវហើយខ្ញុំក៏បានរៀបចំស្កាត់ទំនាក់ទំនងទុកជាមួយឲ្យដែរហើយប្រមុខគ្រួសារទាំង4ក៏បានសន្យាជាមួយខ្ញុំផ្ទាល់ទៀតថានឹងណែនាំបុគ្គលសំខាន់ដល់ពួកយើងក្រោយពីធ្វើការវិនិយោគនេះដល់ផ្ទាល់ស្ដាប់លេណីគ្រួសារសៀវលោកនៅចំពោះមុខគ្រួសារប្រមុខទាំង4គឺគ្មានអីមកពាក្យពិសេសជាងនេះទៅទៀតបើប្រៀបនឹងបុគ្គលដែលសូម្បីតែប្រមុខគ្រួសារធំទាំង4ក៏រំអត់តម្លៃនោះគ្រួសារសៀវលោកកាត់តកាក់គ្មានអីទាំងអស់នាងនិយាយថានាងបានជួបនៅបុគ្គលដែលប្រមុខគ្រួសារធំទាំង4អញ្ជើញមកមែនទេប៉ុន្តែខ្ញុំបានជួបនាងផងនឹងបានន័យថាម៉េចអ្នកនាងហូមុននឹងនាងអួតថាខ្លួនគឺជាអ្នកដែលប្រមុខគ្រួសារធំទាំង4អញ្ជើញយកនេះនិយាយតែមិនខ្លាចការខំបណ្ដាប់ស្លាប់នោះទេសម្ដីពួកនាងនិយាយមុននេះគឺខ្ញុំបានស្ដាប់ឮទាំងអស់ពួកនាងនៅតែចង់ចូលរួមសន្និសីទផ្សព្វផ្សាយការវិនិយោគមែនទេខ្ញុំប្រាប់ពួកនាងចាស់ពួកនាងមិនអាចចូលរួមជាមួយពួកយើងបានទេខ្ញុំលោកនាងអីនិយាយអញ្ចឹងនាងអីក៏ក្លាហានម្លេះនាងនិយាយសម្ដីទាំងអស់នេះហ៎នាងដឹងទេថាមនុស្សស្រីដូចនាងនេះយល់ពីសង្គមផ្ទៀបខ្លាំងណាស់នាងមិនអាចពឹងប្រោះបានឡើងត្រឹងរហូតទេខ្ញុំប្រាប់នាងទេវិធីសាស្ត្រផ្ដាច់ការរបស់នាងគ្មានប្រសិទ្ធភាពទេបានតែពួកតកែកពិតកប៉ុកប៉ុណ្ណោះតែបើឲ្យតទល់នឹងប្រមុខគ្រួសារធំៗទាំង4ទៅក្នុងរាជធានីគឺមិនបានទេវើយលោកសំអាងអីមកនិយាយអញ្ចឹងតើតែខ្ញុំនិយាយអញ្ចឹងបាននាងយល់បាននាងមានសំណាងហើយដែលខ្លាចជាស្រីស្ដាយរបស់ប្រមុខគ្រួសារមួយក៏ដោយក៏ប៉ុន្តែពួកគេមិនអាចព្រោះតែនាងនឹងមកបដូរយុទ្ធសាស្ត្ររកស៊ីណាមួយបានទេរបៀបសង្គមខ្ពស់គឺធ្វើអញ្ចឹងនាងយល់ដែរទេអីចឹងខ្ញុំមិនដែលនឹកដល់សោះថាលោកស្មុកគ្រប់យ៉ាងនេះការលែងញ៉ាំនឹងលោកគឺជាការសម្រេចចិត្តដ៏ល្អបំផុតរបស់ខ្ញុំមើលសម្ដីឯងនិយាយចុះអ្នកដែលគេមិនដឹងគេគិតថាឯងនេះគឺប្រកាសជាទាត់ចោលកូនប្រុសរបស់យើងហើយប៉ុន្តែយើងប្រាប់ឯងទៅចុះឯងកុំភ្លេចថាគ្រួសារអីយើងទៅវិញទេដែលជាអ្នកទាត់បណ្ដេញក្បាលឯងចេញនោះនាងចេះតែនិយាយថាពួកយើងមិនអាចចូលរួមសន្និសីទផ្សព្វផ្សាយការវិនិយោគបានអញ្ចឹងចាំមើលថ្ងៃក្រោយទៅពួកយើងខ្លាចជាដៃគូសហការសំខាន់របស់ក្រុមហ៊ុនឌីទៅយើងនឹងចាំមើលថាតើនាងនឹងមានទឹកមុខល្អមើលយ៉ាងម៉េចទៅស្រីអត់គេខ្មាស់បែបនេះពួកយើងមិនចាំបាច់ទៅតតាំងអីជាមួយនឹងគេនោះទេមួយជីវិតនាងនេះក្រៅពីដាក់បោកគេយកលុយហើយគឺអាចបានត្រឹមលុកខ្លួនកោងកលាគេដើម្បីរស់តែប៉ុណ្ណោះអ្នកទាំងពីរអ្នកនេះពិតជាមានរសនិយមស្រដៀងគ្នាមែនអញ្ចឹងខ្ញុំសូមជូនពរឲ្យអ្នកទាំងពីរជាគូស្នេហ៍ញីឈ្មោះស្មោះស្ម័គ្រធំជាងមេឃវិញជាងដីទៅចាស់ពួកយើងទៅវិញនឹងមិនអីទេមិនអីទេកុំទៅប្រកែកចង់ឈ្នះចាញ់ជាមួយនឹងមនុស្សខ្វាក់ចិត្តអីមនុស្សសាវ៉ាដូចជាពួកគេនេះឆាប់ដាច់គឺកាន់តែល្អពិចារណាលើខ្ញុំខ្លះទៅតាមពិតទៅអូលៀននិយាយនោះក៏ត្រូវម្យ៉ាងដែរថាម៉េចគេថាពួកយើងមានរសជាតិស្តៀងគ្នាបើកាត់ន័យទៅពួកគេថាយើងសមគ្នាអគ្គនាយកលោកកំណែងសាយនឹងខ្ញុំអីណាលោកនៅលាជាអ្នកថ្លៃថ្នូរឯខ្ញុំជាស្រីដែលធ្លាប់មានការលែងលះប្តីស្រីមានអីស័ក្តិសមកន្លែងណាខ្ញុំមិននិយាយលេងទេខ្ញុំមិនប្រកាន់នៅនាងធ្លាប់លែងលះគេនោះមិនស្គាល់ដំពេញតែខ្ញុំវិញគឺទុកនៅនាងដោយកំណត់ពេញអញ្ចឹង
អាកេនាយកខ្ញុំចាំថាខ្ញុំធ្លាប់និយាយប្រាប់លោកហើយថាខ្ញុំមិនចង់គិតពីបញ្ហាទាំងអស់នេះនៅពេលនេះទេ មិនអីទេខ្ញុំមិនប្រកាន់នឹងធ្វើតួបំរុងអ្នកនាងទេនៅពេលដែលអ្នកនាងឆ្លងកាត់សមាធិតកាលពីវិពាហើយបើចង់មានស្នេហាម្ដងទៀតនោះសូមពិចារណាលើខ្ញុំផង ខ្ញុំមិនអាចទុកលោកជាតួបំរុងបានទេនិយាយអញ្ចឹងតែលោកបានទទួលលិខិតសន្និសីទហើយណា ទទួលបានហើយប៉ុន្តែខ្ញុំមិនទៅទេ ហេតុអី ខ្ញុំទទួលបានដំណឹងថាលើកនេះគ្រួសារអ៊ូនិងគ្រួសារលូចាប់ដៃគ្នាប្រចាំនៅហៃជើហើយពួកគេរួមកម្លាំងគ្នាជាគ្រួសារដ៏ធំមួយទៀតដើម្បីសម្រាប់ក្រុមហ៊ុនផ្សេងទៀតមិនឲ្យអាចងើបមុខរួចនោះទេគ្រួសារសៀវខ្ញុំមានឱកាសតិចតួចខ្ញុំមិនចាប់អារម្មណ៍នោះទេ អាកេនាយកពេលអ្វីដែលខ្ញុំដឹងអំពីលោកគឺជាមនុស្សដែលមិនដែលទទួលស្គាល់ការបរាជ័យទេទោះបីជាអ្នកបរាជ័យក៏មិនមែនជាមនុស្សឆាប់ចុះចាញ់ដែរមិនក៏លើកនេះដូចជាគ្មានភាពអង្អាចតស៊ូអញ្ចឹងនិយាយទៅលោកប្រកាសជាមានហេតុផលផ្សេងហើយ តែប៉ុណ្ណឹងគឺមិនអីទេ មិនអីទេគ្រាន់តែស្ដាយព្រោះខ្ញុំក៏បានទទួលលិខិតអញ្ជើញដែរដំបូងគិតថាទៅជាមួយលោកបានជាគ្នា ថាម៉េចអ្នកនាងទៅដែរ ចឹងម៉េចលោកក៏គិតថាខ្ញុំជាស្រីមេផ្ទះដែលទៅលេងយ៉ាក់ប្តីមិនស័ក្តិសមនឹងចូលរួមជាមួយនឹងក្រុមហ៊ុនលូមែនទេ មិនមែនចឹងទេអ្នកនាងទៅពិតមែន ប្រកាសជាទៅហើយ មិនទៅមិនបានទេ ហេតុអីទៅ បើសិនជាខ្ញុំប្រាប់ថាអ្នកនាងទៅហើយត្រូវគេធ្វើបាបទៀតនោះអ្នកនាងនៅទៅទៀតមែនទេ លោកចង់និយាយដល់គ្រួសារអ៊ីមែនទេ អ្នកនាងធំគ្រួសារអ៊ូវិញទេពូយាន ខ្ញុំមិនអាចស្គាល់នាងផងមិនក៏នាងត្រូវមកធ្វើបាបខ្ញុំទេ ខ្ញុំពីមុនជាប់ពាក្យសម្ដីផ្សំពុំរៀបកាន់គ្នាប៉ុន្តែខ្ញុំមិនចូលចិត្តនាងទេនាងខ្លាំងពេកទំនើងពេកគ្រាន់តែឮថាខ្ញុំជួយនាងនោះគឺគេលែងមករកខ្ញុំតាំងពីយប់មិញទៅហើយ អូតាមពិតអញ្ចឹងទេនាងគិតថារវាងពួកយើងមានស្អីនឹងគ្នាទើបនាងគិតថាបើបានជួបខ្ញុំលើកក្រោយនាងនៅតែធ្វើបាបខ្ញុំ ពូយានគឺជាកូនស្រីច្បងគ្រួសារអ៊ូនាងក៏ឥតកតុំណាមិនចេះ